មកបងមកកំដរពួកអូនលេងទៅមកបងលេងជាមួយគ្នាទៅអូយបេះដូងលត់ងាប់ណាស់ហេតុអីមិនហ៊ានបើកភ្នែកមើលពួកខ្ញុំប៉ុណ្ណឹងហើយមិនស្អាតទៀតទេបើបងព្រមបើកភ្នែកមើលពួកខ្ញុំមិនជឿថាភ្នែកបងគ្មានលៀបនោះទេណាភ្នែករបស់ឯងធាតុបិសាចខ្លាំងក្លាគ្រូចងមុនដល់គុំដកអសន្នឯងមិនអាចបើកភ្នែកទៀតទេបើមិនចឹងទេវិញ្ញាណបិសាចនឹងគ្រប់គ្រងឯងធាតុបិសាចបញ្ចេញថាមពលចុងក្រោយឯងនឹងក្លាយជាបិសាចនឹងតែសម្លាប់មនុស្សនាំគ្រោះជីវិតសត្វលោកមិនអាចបើកភ្នែកអញ្ចឹងថ្ងៃក្រោយត្រូវធ្វើជាមនុស្សក្បាលរហូតហើយកុំបារម្ភពេលគ្រូឡើងទៅវិញគ្រូទុកថង់ប្រាក់ឲ្យឯងចំនួន3ពេលឯងបញ្ចេញកិច្ចការក្នុងថង់ប្រាក់នោះចប់ទើបអាចបើកភ្នែកមើលពន្លឺព្រះអាទិត្យបានមិនបានខ្ញុំអាចបើកភ្នែកទេហេតុអីក៏មិនបានគ្រូរបស់លោកឡើងទៅបាត់ហើយលោកជាអ្នកខ្លាំងក្រោមមេឃលោកអាចបើកភ្នែកបានត្រឹមជារូបនិមិត្តបំផន់ភ្នែកមិនអាចធ្វើឲ្យយើងជាបុកច្បល់បានទេថយចេញអើយលោកគ្រូសំណាងណាស់ដែលលោកគ្រូជួយចងចិត្តបិសាចក្នុងចិត្តខ្ញុំកុំឲ្យលទ្ធផលពិបាកស្មានណានាយកលីងវិវោហើយអ្នកប្រុសហ្វៃថាបើការប្រជុំម្ចាស់ពីហ៊ុនជាបន្តដើម្បីដកតំណែងនាយកពីលោកកុំសន្ស្រាវនាំខ្ញុំទៅមើលធ្វើតាមសម្ដីខ្ញុំទេចាប់ពីថ្ងៃនេះដកតំណែងនាយកលីងធានគ្រប់ពីលីងឡានបិទការប្រជុំបាទឈប់សិនលោកមិនមែនជាអគ្គនាយកលោកមានសិទ្ធិអីបញ្ចុះតំណែងនាយកលីងឲ្យគេមើលទៅកាលពីម្សិលមិញលោកម្ចាស់ធំទទួលស្គាល់លីងហ្វាយជាអ្នកបន្តមរតកគ្រួសារលីងថែមទាំងតែងតាំងអគ្គនាយកបន្តរបស់លីងធានគ្រប់នេះជាលិខិតតែងតាំងរបស់លោកម្ចាស់ធំថាម៉េចបើកភ្នែកធំមើលឲ្យច្បាស់ទៅមិនត្រឹមតែប៉ុណ្ណោះលោកម្ចាស់ធំប្រាប់ខ្ញុំអាកំបាំងមួយអាកំបាំងអីលីងឡាងជាកូនចិញ្ចឹមគ្រួសារលីងថាម៉េចកូនចិញ្ចឹមមិនស្មានថានាយកលីងគ្រាន់តែជាកូនចិញ្ចឹមអញ្ចឹងបានជាលោកម្ចាស់ធំរហូតមកដល់ពេលនេះមិនប្រកបតំណែងជាអគ្គនាយកទៅឲ្យគេតាមពិតគឺអញ្ចឹងសោះលោកនាយកពិតជាអញ្ចឹងមែនទេមិនខុសទេខ្ញុំជាកូនចិញ្ចឹមគ្រួសារលីងមែនហើយកូនចិញ្ចឹមធ្វើជានាយកខ្ញុំខ្លាចអ្នកទាំងអស់គ្នាមិនទុកចិត្តដូច្នេះហើយខ្ញុំដកតំណែងជានាយកពីគេមកវិញត្រូវចាំថាឯងជាឆ្កែមួយក្បាលដែលគ្រួសារលីងចិញ្ចឹមឆ្កែព្រៃចិញ្ចឹមមិនឆ្លាតមិនអាចប្រាប់បានទេនេះគឺជាគំនិតលោកម្ចាស់ធំមែនទេទុកថាជាគំនិតគាត់ឡោខ្ញុំគ្មានយោបល់អីលោកនាយកមិនបានជាគ្មានយោបល់អីលេងធានគ្រប់លោកនាយកដឹកនាំគឺរីកចម្រើនហើយទោះខ្ញុំនិយាយអ្វីក៏មិនអាចជួយអ្វីបានលេងធានគ្រប់នៅតែជារដ្ឋសម្បត្តិគ្រួសារលីងនិយាយចំពោះលោកម្ចាស់ធំខ្ញុំគ្រាន់តែជាអ្នកក្រៅក្រុមហ៊ុនធំយ៉ាងនេះប្រកល់ឲ្យកូនប្រុសបង្កើតប្រសើរជាងប្រកល់ឲ្យអ្នកក្រៅដូចជារូបខ្ញុំនេះទុកថាឆ្លាតដែរតើដឹងថាខ្លួនឯងត្រឹមជាកូនចិញ្ចឹមតាមខ្ញុំមើលគេគ្រាន់តែមានសំណាងអាចឆ្កែបើកុំតែគ្រួសារលេងទុកឱកាសឲ្យលោកមិននឹងអាចខ្លាចជានាយកក្រុមហ៊ុនក្រមមនុស្សម្នាក់លើមនុស្សរាប់ម៉ឺនផ្ដល់កិត្តិយសឲ្យលោក3ឆ្នាំចាត់ទុកថាគុណបុណ្យណាស់ទៅហើយកិត្តិយសកាត់តែនាងហ៊ាននិយាយបែបនេះ3ឆ្នាំមុនលេងធានគ្រប់ចំពាក់បំណុលគេ1000លានសឹងតែរលំពួកនាងមិនត្រឹមតែស៊ីចុកខ្សែសបាយច្រៀងរាប់រាល់ជប់បើកុំតែលោកនាយកលេងដកខ្លួនពីជួរតបមកកាន់តំណែងជានាយកជួយដោះស្រាយបញ្ហាឲ្យពួកនាងកុំអីលេងធានគ្រប់នេះរលំយូរហើយសប្តាហ៍ថ្ងៃទ្រព្យសម្បត្តិលេងធានគ្រប់រាប់10លានពួកនាងបែរជាដេញគេចេញហើយខ្លួនឯងបែរជាសោយសោកដណ្ដើមយកស្នាដៃរបស់លោកនាយកលេងតែមានមនសិការក្នុងខ្លួនទេស្នាដៃហ៎លេងធានគ្រប់រស់ស៊ីជំនួយអចលនទ្រព្យ3ឆ្នាំមកនេះយ៉ាងណាក៏អាចចំណេញលុយចំណែកគេគ្រាន់តែជាជ្រូកបានចំណេញតាន់ពេលឬមួយក៏នាងយល់ថាលេងធានគ្រប់ចម្រើនដូចសប្តាហ៍ថ្ងៃនេះពាក់ព័ន្ធជាមួយនឹងគេនោះលោកត្រូវហើយដូចជាតម្លៃគេខ្លាំងពេកហើយគេគ្រាន់តែជួបរឿងល្អដោយចៃដន្យទេម្យ៉ាងទៀតពេលនេះគេជាមនុស្សខ្វាក់មនុស្សចោលមកសៀតតាមហេតុផលគ្មានលក្ខណៈសម្បត្តិណាដែលឲ្យធ្វើជានាយកក្រុមហ៊ុនទេមនុស្សខ្វាក់គួរតែសម្ងំនៅក្នុងមន្ទីរពេទ្យកុំចង់មកដណ្ដើមគេរបស់គេឲ្យសោះទោះជាលោកនាយកពីការភ្នែកភាសាជាពួកអ្នកទាំងពីរ100ដង10000ដងខ្លាំងធំកុំចង់ខ្លាំងនាងជាលេខាតូចតាចមានសិទ្ធអីមកចង្អុលមុខយើងនាងឆាប់ចេញទៅយោធ្វើយំគួរឲ្យអាណិតតែមើលតែមិនទាន់អស់ចិត្តទេឯងធ្វើស្អីរបស់ខ្ញុំមិនមែននាងចង់វាយបាននោះទេឈឺណាស់លោកប្តីជួយផងឆាប់លេងដៃនាងពុំនោះទេក៏មិនទៅថាយើងមិនគួរសពណាល្អ
ចង់ដឹងថាឯងមិនគួរសមយ៉ាងម៉េចចូលមកខ្ញុំប្រាប់ឯងឆាប់លេចដៃភ្លាមបើមិនចឹងយើងនឹងឲ្យសន្តិសុខវាយក្បាលជើងឯងរួចបោះចេញទៅក្រៅដល់ពេលនោះក្រុងតុងជើនឹងបានដឹកទាំងអស់នាយកលីងដែលធ្លាប់ល្បីឈ្មោះដោយឆ្កែប្រត់ម្ចាស់អញ្ចឹងត្រូវដេញចេញពីផ្ទះហើយឡោឯងសាកមើលទៅលោកនាយកបានហើយខ្ញុំគ្រាន់តែជាលេខាមិនចាំបាច់ចេញមកជំនួសខ្ញុំទេលេចដៃគេទៅអើយឯងចេះស្គាល់កលៈទេសៈតើកែប្រុសទន់សាញ់ងំកាលនោះខ្ញុំយល់ប្រាប់ដឹកនាំលីងធានគ្រប់ដើម្បីជាការសងគុណគ្រូសាលីងចិញ្ចឹមខ្ញុំឥឡូវខ្ញុំសម្រេចដល់ខ្លួនមិនជាពាក់គ្រូសាលីងមិនជាពាក់លោកម្ចាស់ធំទៀតទេពីពេលនេះទៅផ្ដាច់តំណែងជាមួយគ្រូសាលីងឬគ្រប់យ៉ាងរបស់លីងធានគ្រប់ខ្ញុំលែងឈឺឆ្អាលទៀតហើយតំណែងជានាយកក្រុមហ៊ុនខ្ញុំមិនត្រូវការទេឡោឯងជាអ្នកនិយាយទេម៉ាត់ណាម៉ាត់នឹងលោកនាយកខ្ញុំទៅជាមួយលោកដែរខ្ញុំចង់ធ្វើហើយអញ្ចឹងល្អនតាឆាប់ចេញទៅវិញចុះលីងហ្វៃសង្ឃឹមថាលីងធានគ្រប់នៅក្នុងដៃឯងមិនធ្វើឲ្យរលាយទឹកចុះរលាយឯងក៏មើលងាយសោះណាយើងស្អប់បំផុតអ្នកណាធ្វើទឹកមុខដូចជាឯងខ្ញុំប្រាប់ឯងខ្ញុំនឹងដឹកនាំលីងធានគ្រប់ឲ្យកាន់តែរីកចម្រើនខ្លាយជាក្រុមហ៊ុនល្បីឈ្មោះបំផុតក្នុងប្រទេសសង្ឃឹមចឹងតែចុះយើងទៅវិញលោកនាយកលោកសុខចិត្តបកលលីងធានគ្រប់តែពួកគេអញ្ចឹងមែនទេមានរឿងដើមមិនសុខចិត្តខ្ញុំគ្រាន់តែជាកូនចិញ្ចឹមប៉ុណ្ណោះលីងធានគ្រប់ជាទ្រព្យសម្បត្តិគ្រួសារលីងមិនមែនជារបស់ខ្ញុំទេប៉ុន្តែសូមគ្រប់ស្ដេចចោស្ដេចចោសូមគ្រប់ស្ដេចចោស្ដេចចោស្ដេចចោអីលោកនាយកនេះមានរឿងអីកើតឡើងមានពេលទំនេរចាំនិយាយ5គ្មានបញ្ជាពីខ្ញុំហេតុអីពួកនាងមកដល់ខ្លួនឯងស្ដេចចោពេលវេលាកំណត់មួយខែបានមកដល់ហើយតាមសម្ដីស្ដេចចោខ្ញុំចុកថងប្រាក់មកជូនត្រូវចំថងប្រាក់ទៅ3នេះមានតែឯងទេទើបអាចបើកបានម្យ៉ាងទៀតតលតែមួយខែក្រោយទើបអាចបើកបានបន្ទាប់មកទៀតរំលង3ថ្ងៃបើកបានតែមួយទទួលបញ្ជាសេវអ៊ីយកថងប្រាក់មកអចានេះបើមើលទៅខាងក្នុងជារបស់អីលោកនាយកលិខិតមង្គលការលិខិតមង្គលការសរសេរអ្វីខ្លះសរសេរថា20ឆ្នាំមុនមនុស្សទេពថៃអ៊ីជួយកែប្រែវាសនាគ្រួសារឈិននៅតុងជើដើម្បីជាការសងគុណ10ឆ្នាំក្រោយព្រមលើកកូនស្រីគ្រួសារឈិនទៅឲ្យសិស្សមនុស្សទេពថៃអ៊ីគឺលោកនាយកសាររបស់មនុស្សទេពថៃអ៊ីគឺលោកមែនទេលោកនាយកមិនខុសទេគឺខ្ញុំហាពិតជាលោកមែនចម្លែកណាស់ភ្នែកខ្ញុំចង់ឃើញពលិព្រះអាទិត្យឡើងវិញមានអ្វីពាក់ព័ន្ធជាមួយការរៀបការណាស់ហើយបើលោកគ្រូឲ្យខ្ញុំរៀបការប្រកាសជាមានគោលបំណងហើយខ្ញុំគួរតែធ្វើតាមសម្ដីលោកគ្រូសេវីប្រកាសខិតមង្គលការឲ្យខ្ញុំទៅគ្រូសាឈិននេះឲ្យខ្ញុំទៅជាមួយទេមិនបាច់ទេខ្ញុំទៅខ្លួនឯងទទួលបញ្ជាត្រូវហើយបើរៀបការមិនអាចគ្មានបណ្ដាការទេឋានឡានតែតទៅឡានសិនគ្រប់ឲ្យក្រុមហ៊ុនកោអាវ៉ាត់បញ្ជូនទុនវិនិយោគ 10,000 លានទៅគ្រូសាឈិនចានិយាយទៅមានអ្វីចង់សួរលោកនាយកលោកតែលោកជាអ្នកណាស្ដេចចោមិនត្រឹមតែជាសិស្សរបស់មនុស្សទេពថៃអ៊ីទេក៏ជាទេពចម្បាំងទី1របស់តាស៊ីសាងគុណសម្បត្តិយ៉ាងច្រើនទើបមហាបរោះគឺតែងតាំងគាត់ជាស្ដេចត្រកូលខុសគ្នាតែម្នាក់គត់ដឹកនាំទ័ពចោរាប់លាននាក់ក្រៅពីនឹងស្ដេចចោបង្កើតជាក្រុមវិនិយោគលេខ1លើលោកឈ្មោះថាសិនឡាំងរុបមានឈ្មោះល្បីល្បាញបំផុតពូកែដល់ម្លឹងផងស្រាប់គេនិយាយរឿងហ្នឹងនាងហៅខ្ញុំថាលោកនាយកដដែលខ្ញុំខូក្បាលខ្ញុំច្បល់អស់ហើយទៅវិញចុះចាអេលោកនាយកតើគ្រួសារឈិនទេខ្ញុំទៅជាមួយផងមិនបាច់ទេខ្ញុំទៅខ្លួនឯងលោកនាយកលោកពិតជាយកកូនស្រីគ្រួសារឈិនធ្វើជាប្រពន្ធមែនទេប៉ុន្តែលោកនឹងគេមិនអាចស្គាល់មុខគ្នាផងខ្ញុំមិនប្រឆាំងបញ្ជាលោកគ្រូយ៉ាងម៉េចមានច្បល់អីហ៎ខ្ញុំមានច្បល់អីទៅគ្មានច្បល់អីទេឡោអញ្ចឹងត្រឡប់ទៅវិញមានការចាំខ្ញុំតែតងទៅលោកនាយកសំអុយលោកនាយកចង្រៃខ្ញុំស្រឡាញ់លោក3ឆ្នាំហើយមិនបានជាលោកមើលមិនដឹងលោកនាយកអញ្ជើញមកដល់ធ្វើឲ្យគ្រួសារឈិនខ្ញុំនឹងមានកិត្តិយសធំធេងណាស់លោកនាយកអញ្ជើញហូបតែខ្ញុំមិនដឹងថាលោកនាយកមកផ្ទះរបស់ខ្ញុំមានកិច្ចការអីទៅខ្ញុំទទួលបញ្ជាពីលោកគ្រូមកអប្រុសអ៊ំស្រីពិនិត្យមើលនេះជាលិខិតមង្គលការដែលមនុស្សទេពថៃអ៊ីបន្សល់ទុកលោកនាយកជាសិស្សរបស់មនុស្សទេពថៃអ៊ីត្រូវហើយបើអញ្ចឹងលោកនាយកមកនេះគឺដើម្បីដណ្ដឹងកូនស្រីរបស់ខ្ញុំហើយ
ត្រូវហើយលោកគ្រូបីដូចជាឪពុកបង្ការរបស់ខ្ញុំអញ្ចឹងគាត់ចង់បានអ្វីខ្ញុំមកប្រឆាំងនឹងគាត់ទេមនុស្សទេពថៃអ៊ីកាណូធ្លាប់ជួបលោកគ្រូឈិនពួកខ្ញុំចាំទុកក្នុងចិត្តជានិច្ចមិនដែលបំភ្លេចទេប៉ុន្តែស្រាប់តាមសម្លេងអំប្រុសឬមួយក៏មិនព្រមតែអត់ទេលោកនាយកព្រមយកកូនស្រីរបស់ខ្ញុំប្រកាសជាយល់ព្រមពួកខ្ញុំមិននឹងហៀបប្រកែកមែនហើយសប្បាយចិត្តទៅត្រូវរឿងនេះកាលពី20ឆ្នាំមុនបញ្ជាឪពុកម្ដាយសម្ដីមេអដើកអ្នកណាក៏មិនហ៊ានប្រឆាំងនឹងឪពុកម្ដាយតែសម័យនេះនិយាយពីសិទ្ធិមនុស្សស្មើភាពគ្នាគួរតែសួរកម្រិតកូនស្រីសិនលោកថាទៅមើលគ្មានបញ្ហាទេល្អលោកនាយកអញ្ចឹងចាំខ្ញុំទៅពិភាក្សាជាមួយកូនស្រីសិនលោកនាយករងចាំបន្តិចបាទហូបតែលេងសិនទៅឆាប់ឡើងឲ្យលឿនឡើងទៅខ្ញុំស្ដាប់លឺអស់ហើយឲ្យខ្ញុំរៀបការជាមួយមនុស្សខ្វាក់ដូចឆ្នាំខ្ញុំឲ្យធ្លាក់រដែងភ្លើងខ្ញុំមិនត្រូវការទេអូយម្ចាស់ថ្លៃម៉ាក់អើយកុំនិយាយលឺពេកម្ចាស់នាយកលីងក៏ស្ដាប់លឺត្បិតតែនាយកលីងជាមនុស្សពិការភ្នែកប៉ុន្តែលីងធានគ្រប់មានទ្រព្យសម្បត្តិរាប់សិបលានគ្រួសារឈិនយើងប៉ះពាល់មួយម៉ាត់ទេហើយគ្រួសារយើងយកទ្រព្យសម្បត្តិមកចូលគ្នាទាំងអស់មិនបានស្មើមួយចំណិតគេផងបើយើងមិនព្រមជាមួយមង្គលការនេះវាធ្វើឲ្យនាយកលីងមិនសប្បាយចិត្តគេគ្រាន់តែហាមាត់អាចបំផ្លាញគ្រួសាររបស់យើងចោលបានណាអត់ទេប៉ាមកចាំបាននេះថាម៉េចចង់ឲ្យខ្ញុំរៀបការជាមួយមនុស្សខ្វាក់ពិតមែនទេបាននិយាយទៅលោកនាយកលីងក្រៅពីពិការភ្នែករូបសម្បត្តិលក្ខណៈសម្បត្តិល្អគ្រាន់បើដែរតើមែនទេត្រូវហើយហុងជីឯងទ្រាំប្របានតិចទៅណាប៉ុន្តែខ្ញុំនឹងអ្នកប្រុសសម្ព័ន្ធតកូលចៅភ្ជាប់ពាក្យនឹងគ្នារួចហើយតម្លៃខ្លួនសម្ព័ន្ធតកូលចៅមានតែប្រមាណ100លានបើប្រៀបនឹងលីងធានគ្រប់វាខុសគ្នាឆ្ងាយណាស់មែនហើយគ្រួសារចិនយើងនេះណាបើបានតោងជាប់លីងធានគ្រប់ថ្ងៃក្រោយប្រកាសជារងរឿងស្ដុកស្ដំជាមិនខាននោះទេកូនអូយអើយបាយយល់ថាឯងដកពាក្យពីចៅលីអ៊ុយរៀបការនាយកលីវិញគេជាមនុស្សខ្វាក់សម្បីរស់នៅប្រចាំថ្ងៃមិនចេះធ្វើខ្លួនឯងផងខ្ញុំរៀបការជាមួយគេអាចបំរើគេមកជីវិតកថាបានខ្ញុំមកបោះសម្អាតអាយ៉ាទៅចុះត្រូវហើយឈប់សិនម៉ណែប៉ាមកអាចឲ្យគេរៀបការជាមួយនាយកលីងទៅគេហ៎ពួកគេទាំងពីរនាក់ម្នាក់ខ្វាក់ម្នាក់កសំគ្នាបំផុតហើយលើមើលរបស់គេមានខ្នៅមើលតែអាក្រក់មើលណាស់មិនអាចឲ្យរៀបការជាមួយនាយកលីងត្រូវហើយមិនបានដោយសារតែអញ្ចឹងតែយល់ថាគេស័ក្តិសមចង់បានន័យថាម៉េចប៉ាម៉ាក់មើលនាយកលីងនោះជាមនុស្សខ្វាក់មិនដែលខ្វល់ពីរឿងស្អាតមិនស្អាតចំណែកលិខិតមង្គលការវិញមានបានសរសេរថាឈ្មោះអ្នកណាត្រកូលអីណាអាយ៉ាពិតជាអត់សរសេរមែនគេជាកូនចិញ្ចឹមគ្រួសារឈិនបាននិយាយតាមហេតុផលក៏ជាកូនស្រីគ្រួសារឈិនដែរឲ្យគេរៀបការជាមួយនាយកលីងទៅមានបញ្ហាអីទៅរឿងនេះហុងយានិយាយឲ្យមានហេតុផលបន្តិចមិនមែនហេតុផលបន្តិចទេគេជាមនុស្សក៏មិនចេះនិយាយស្ដីក៏មករំខាច់គេនិយាយធ្លុយមាត់ឲ្យតែយើងមិននិយាយយើងអាចលាក់បាំងលោកនាយកលីងនោះរហូតអ្នកណាអាចនឹងការពិតអ្វីទៅថ្ងៃនេះអាចឲ្យយើងមកឡំគេបានគេចង់ប្រែកន្លះគឺយឺតពេលហើយត្រូវហើយក៏គេគឺមិនល្អទេគ្រួសារយើងជាចំនួនច្រើនឆ្នាំកុំឲ្យអស់តែអង្គប្រើនឹងធ្វើស្អីធ្វើនឹងទៅហ៊ាននិយាយហេតុផលជាមួយយើងទៀតខ្លួនឯងក៏ទេតែមាត់ច្រើនណាស់បែបចង់ទៅហើយឯងក៏យល់ថាពិបាកដែររៀបការជាមួយនាយកលីងគឺឲ្យឯងទៅសោយសុខឯងស្ដាប់អត់ច្បាស់ណាឲ្យឯងធ្វើស្អីធ្វើនឹងទៅបើមិនអញ្ចឹងទេប្រចាក់ងាប់បើឯងមិនស្ដាប់ទេយើងដេញឯងចេញពីផ្ទះហើយបោះចោលតាមផ្លូវឲ្យរងាស្លាប់ដាច់ពុះស្លាប់ស៊ូយ៉ាវគ្រួសារនេះជាចាំឯងយូរហើយឯងត្រូវស្គាល់គុណស្គាល់ទោសចាត់ទុកថាឯងជួយប៉ាម្ដងទៅបានទេធ្វើអញ្ចឹងទៅត្រូវទៅជាមួយខ្ញុំមកលោកនាយកនេះហើយជាកូនស្រីខ្ញុំគេយល់ព្រមហើយបាទអញ្ចឹងលោកអ៊ំពេលណាពួកខ្ញុំអាចរៀបការបានកាន់តែលឿនកាន់តែល្អអញ្ចឹងទៅខ្ញុំរកគ្រូកូនគូរកពេលវេលាឲ្យល្អប្របាយការខែនេះគឺជាពេលល្អ
ល្អអញ្ចឹងថ្ងៃ8កើត ប៉ុន្តែខ្ញុំចង់ដាស់តឿនបន្តិចណាកូនស្រីពួកខ្ញុំកាយសម្បទាមិនគ្រប់គ្រាន់ ត្រូវហើយគេជាមនុស្សកោលោកនាយកគួរតែមិនស្អប់ខ្ពើមទេឬស្អប់ខ្ពើមអត់ទេសម្រាប់ខ្ញុំក៏មិនខុសពីមនុស្សខ្វះដែររឿងអីត្រូវស្អប់ខ្ពើមអ្នកផ្សេង ស្អីហៅថាមិនខុសអ្វីពីមនុស្សខ្វះមកខ្លួនឯងខ្វះស្លាប់ទៅហើយ មិនស្អប់ខ្ពើមជារឿងល្អណាស់ ត្រូវហើយប៉ុណ្ណឹងសិនចុះប្រហែលថ្ងៃនេះគ្រួសារយើងទាំងពីរត្រូវរៀបចំខ្លួនឲ្យបានល្អ បាទអញ្ចឹងអ៊ំប្រុសអ៊ំស្រីខ្ញុំលាសិនហើយ ល្អអើយក្មេងចំគួតមិនចេះមើលមែនឆាប់ទៅជូនដំណើរភ្ញៀវឆាប់ទៅទៅទៅអរគុណណារឿងនេះសម្រាប់ចឹងចោប៉ុន្តែនៅក្នុងចិត្តប៉ាវិញដូចជាមានអារម្មណ៍ភ័យរឿងនេះបើសិនជាបែកការណ៍តែគិតយ៉ាងម៉េចបែកការជារឿងមុននឹងក្រោយតែប៉ុណ្ណោះអ្វីដែលយើងត្រូវធ្វើទុកឲ្យបែកការយូរបន្តិចយ៉ាងហោចណាស់ត្រូវចាំដល់រៀបការរួចដល់ពេលនោះទោះបីមនុស្សខ្វាក់មករកយើងក៏យើងមិនបាច់ខ្លាចដែរពីព្រោះយើងធ្វើតាមកិច្ចសន្យារួចហើយដល់ពេលនោះពួកគេរៀបការរួចរាល់មិនអាចកែប្រែកន្លះវិញទេយើងគ្មានអ្វីត្រូវខាតបង់ឡើយទៅហើយមានហេតុផលល្អមែនចាំដល់ពេលពួកគេរៀបការចាំអញ្ជើញភ្ញៀវដែរមិនសូវស្គាល់គ្រប់កណ្ដាប់ក្រហមទៅហើយណាមួយគេជាមនុស្សកោទៀតអ្នកណាក៏មិនដឹងដែរកម្មវិធីរៀបចំឲ្យយើងលឿនបន្តិចពេលនោះចាំបញ្ច្រាក់កូនកំឡោះឲ្យស្វឹងរួចបញ្ជូនឲ្យគេជប់សំដំណេកតែម្ដងទៅអង្គខ្លាចជាបាយទៅហើយគ្រប់យ៉ាងច្បាស់ជាមិនអាចថយក្រោយវិញបានទេល្អនេះជាមធ្យោបាយល្អណាស់កូនស្រីថ្ងៃមង្គលការឯងដាច់ខាតកុំបង្ហាញមុខមាត់ឲ្យសោះបើសិនពួកគេអាចចំណាំបានប្រកបជាមានរឿងមិនខាតទេត្រូវហើយបានហើយខ្ញុំដឹងខ្ញុំមិនល្ងងទេថាម៉េចភ្លេងឡើងจะរៀបការមែនហើយកំណត់យកថ្ងៃ8ខែនេះហើយឆាប់ឡើងរៀបចំចំហយើងត្រូវទៅតំជើអបអរគ្រូសាចិននិងគ្រូសាលីងភ្ជាប់ចំណងជាមួយគ្នាអូមីងវ៉ាជើចូលក្នុងប៉ាម៉ាក់អាយ៉ាទៅណាទៅអាយ៉ាទៅថយទៅអាយ៉ាម្ចាស់ថ្លៃហើយឯងឈួតទេអីក្រែងនិយាយគ្នាហើយឯងកុំចេញមុខឲ្យសោះមិនបានជាបង្ហាញមុខនៅទីនេះទៅវិញហ៎ឯងចេញមុខមកដល់ពេលនេះមិនខ្លាចគេដឹងទីមែនទេប៉ាម៉ាក់ខ្ញុំដំណឹងល្អមកប្រាប់ប៉ាម៉ាក់ដំណឹងល្អស្អីទៅបងប្រាប់គាត់ទៅដំណឹងល្អគឺសិនឡានគ្រប់ម្ចាស់ភាគហ៊ុនធំរបស់សម្ព័ន្ធតកូលជើបានដកប្រាក់ 1000 លានជូនគ្រួសារឈិនថាម៉េច 10,000 លានវិនិយោគជាមួយគ្រួសារឈិនហ៎អ្នកប្រុសចៅមិនមែនលេងសាយទេដឹងអ៊ំស្រីយល់ថារឿងបែបនេះអាចលេងសាយព្រៃផ្ដាប់បានទេប៉ុន្តែហេតុអីទៅគ្រួសារឈិនយើងមានចំណុចណាដែលសិនឡានគ្រប់មើលមិនឃើញមិនមែនគេមើលឃើញគ្រួសារឈិនយើងទេអ្វីដែលសំខាន់លីអ៊ុយនេះមានសមត្ថភាពមានន័យថាម៉េចទៅអ៊ំប្រុសអ៊ំប្រហែលជាមិនដឹង 1000 លានដែលសិនឡើងគ្រប់បោះទុនគឺមានសម្ព័ន្ធតកូលជើមានសិទ្ធិសម្រេចបន្ទាប់មកលីអូសម្រេចចិត្តយកលុយនោះបោះទុនជាមួយគ្រួសារឈិនដោយសារពួកយើងจะរៀបការជាមួយគ្នាហើយពាក្យចាត់ថាស្រ័យល្អមិនឲ្យទឹកហូរទៅអ្នកក្រៅកុំអីលុយ 10,000 លានរត់ទៅរកគេផ្សេងបាត់ទៅហើយខុសទេគឺអញ្ចឹងមែនអូតាមពិតអញ្ចឹងទេអរគុណអ្នកប្រុសចៅខ្លាំងណាស់លោកប្តីល្អចំពោះខ្ញុំមែនពួកយើងจะរៀបការហើយបើមិនល្អដាក់អូនដាក់ណាពួកល្ងងអស់នេះពិតជាជឿមែនតាមពិតលុយ 10,000 លានសិនឡានគ្រប់ចុចឈ្មោះបោះទុនទៅគ្រួសារឈិនខ្ញុំមិនណាមានសិទ្ធិសម្រេចគ្រាន់តែរុញទូបណ្ដោយទឹកជួយអ៊ំបន្ថែមរឿងមង្គលការហងយាខ្ញុំប្រាប់រួចហើយពេល 10,000 លានបានមកដល់ដៃទោះជាត្រូវបែកការអ៊ំទាំងពីរមិនចាំបាច់បារម្ភត្រូវហើយលេងធានគ្រប់ក៏មានសម្បត្តិរាប់សិបលានដែរពួកយើងមាន 10,000 លានចាំបាច់ខ្លាចពួកគេធ្វើស្អីត្រូវហើយបើអញ្ចឹងចាំបាច់ខ្លាចស្អីទៀតសំណាងឲ្យមិនតាមប៉ាម៉ាក់រៀបការជាមួយមនុស្សខ្វាំងកុំអីលុយ 10,000 លានមិនធ្លាក់ដល់គ្រួសារឈិនយើងទេអាយ៉ាត្រូវហើយមានតែកូនស្រីសំណប់ខ្ញុំទេដែលមើលឃើញវែងឆ្ងាយគេមានលុយយ៉ាងណាជាលុយក្នុងហៅប៉ារបស់គេមានតែលុយកដោបក្នុងដៃយើងទេទើបយើងទុកចិត្តជាងមែនទេអាឡូបានខ្ញុំទៅឡើយហើយអ៊ំប្រអ៊ំស្រីលិខិតវិនិយោគកំពុងតែតាមផ្លូវខ្ញុំចេញទៅទទួលល្អអញ្ចឹងខ្ញុំខានអ្នកប្រុសចៅហើយលោកប្តីឆាប់ទៅឆាប់មកវិញអាយ៉ាមានលុយ10 លានក្នុងដៃទោះបីជាមនុស្សខ្វះផ្នែកដឹងការពិនក៏លែងជាបញ្ហាដែរត្រូវហើយកុំបង្ខំមុនពេលលុយនោះមកដល់ដៃយើងនិយាយពាក្យហ្នឹងដូចជាឆាប់ពេកហើយប៉ាយល់ថាអង្គរទៅពួននៅខាងក្រៅសិនទៅអាយ៉ូនិយាយត្រូវប៉ានិយាយមានហេតុផលឯងចូលទៅពួនសិនទៅឆាប់ទៅអាយ៉ាដឹងហើយអាយ៉ាឆាប់ឡើងតោះឲ្យលឿនឡើងទៅលោកនាយកចាំទៅធ្វើអីតន់ហន់មែនថារៀបការក៏រៀបការភ្លាមចាំបែររហូតដល់ថ្នាក់នេះណោះគ្រួសារឈិនមិនដឹងយ៉ាងម៉េចទេរៀបការកូនស្រីទៀតហើយឈិនហងយាកូនស្រីពួកគេក្រែបជាប់ពាក្យជាមួយអ្នកប្រុសចៅហើយតាមិនមករៀបការជាមួយនាយកលីងទៅវិញបានន័យថាម៉េច
លោកនាយករៀបការជាមួយអ្នកណាឲ្យប្រកាសអរគុណខ្ញុំកិត្តិយសដែលមកចូលរួមមង្គលការកូនស្រីនិងលោកនាយកលីងអ្នកទាំងអស់គ្នារងចាំបន្តិចកូនកំឡោះកូនក្រមុំចេញមកដល់ហើយសូមអញ្ជើញកូនកំឡោះកូនក្រមុំកូនកំឡោះរៀបការមិនបានជាពាក់បន្តាខ្មៅអញ្ចឹងនាយកលីងចង់និយាយអ្វីបន្តិចទេមិនបាច់ទេបើអញ្ចឹងកម្មវិធីចាប់ផ្ដើមទៅសូមគោរពមេដីសូមគោរពឪពុកម្ដាយមិនបានជាអាក្រក់ម្លេះពលលោកមានរូបថតឈិនហងយាទេខ្ញុំមានមនុស្សក្នុងរូបថតនេះមិនបានជាមិនដូចកូនកំមុំអញ្ចឹងនេះមិនកាត់ទេលោកនាយកត្រូវគេកុហកហើយប្តីប្រពន្ធគោរពគ្នាឈប់សិនលោកនាយកកូនកំមុំម្នាក់នេះខ្លាំងៗមិនមែនកូនស្រីគ្រួសារឈិនទេដាច់ខាតគម្រាមការជាមួយគេអសោះខ្លាធំនាងជាអ្នកណាមិនបានជាមកលោកនៅទីនេះអ្នកយាមឆាប់ដាច់គេចេញក្រៅទៅខ្ញុំជាលេខានាយកលីងឈ្មោះឈៀនសៀវអ៊ីអ្នកណាហ៊ានដាច់ខ្ញុំលេខានាយកលីងហ៎អូការពិតដែលនាងលេខាមិនបានចេញទទួលសូមអភ័យទោសខ្ញុំមិនត្រូវការពាក្យសុំទោសអីទេប្រាប់ភ្លាមហេតុអីបានជាលោកកុហកនាយកលីងអ្នកនាងលេខាពួកខ្ញុំកុហកនាយកលីងពីកាលថ្ងៃនេះជាថ្ងៃមង្គលការលោកនាយកលីងកុំនិយាយប្រេះផ្ដាស់ឲ្យសោះខ្ញុំអត់និយាយប្រេះផ្ដាស់ទេកូនកំមុំម្នាក់នេះខ្លាំងខ្លាយគេមិនមែនជាកូនអ្នកទាំងពីរទេទៅរកមនុស្សមកអាក្រក់មកពីណាបន្លំនេះអាយ៉ាអ្នកនាងលេខាកុំមកបកាច់ពួកខ្ញុំឲ្យសោះកុហកអ្នកណាបានតែមិនអាចខកលោកនាយកលីងទេមែនហើយអ្នកនាងលេខាអាហារចង់ញ៉ាំបែបណាក៏បានតែកុំនិយាយបង្កាច់បង្ខូចគេខ្ញុំមិនបាននិយាយបង្កាច់បង្ខូចល្អណាស់បើថាខ្ញុំបង្កាច់បង្ខូចអញ្ចឹងឲ្យមនុស្សគ្រប់គ្នាបានឃើញមុខមាត់ពិតរបស់កូនកំមុំទៅអ្នកនាងលេខាអ្នកនាងចង់ធ្វើអីប្រកាសជាបោះអាក្រាតមុខមាត់ពិតហើយមង្គលការមិនតបញ្ចប់ទេស្បែកលើក្បាលកូនកំមុំដាច់ខាតបណ្ដាយបើកមុនពេលត្រូវហើយស្បែកគ្របក្បាលកូនកំមុំតទៅពេលផ្សព្វដំណេកទើបអាចឲ្យកូនកំឡោះបាត់ដោយផ្ទាល់បាននាងក៏បំផ្លាញទំនៀមទម្លាប់អីណាភ័យទំនៀមទម្លាប់ស្អីកុំចង់មកកុហកអ្នកទាំងពីរធ្វើរឿងរលាខ្លួនខ្លាចគេដឹងអាយ៉ាអាយនាយកលីងជួយនិយាយអ្នកនាងលេខាផងកុំឲ្យគេមកបង្ករឿងទីនេះសេវីលេងឲ្យចិត្តហើយនៅប្រញាប់ចុះទៅលោកនាយកខ្ញុំមិនបានអុកឡុកទេខ្ញុំជួយលោកនាយកតែពួកគេកុហកលោកនាយកពួកគាត់អត់ខកខ្ញុំទេពិតជាកូនស្រីគាត់មែនលោកនាយកល្ងើហើយបើមិនឃើញផងមិនបានដឹងថាគេជាកូនស្រីពួកគេខ្ញុំថាមែនគឺមែនហើយខ្ញុំបញ្ជានាងឆាប់ចុះទៅក្រោមវិញកុំមកកឬក្នុងគោលការណ៍លោកនាយកខ្ញុំនៅជាមួយលោក3ឆ្នាំខ្ញុំមិនដែលកុហកលោកទេណាមិនបានជាលោកជួយនិយាយឲ្យអ្នកក្រៅទៅវិញពីមុនទោះបីនាងនិយាយអ្វីក៏ដោយធ្វើអ្វីក៏ដោយខ្ញុំស្ដាប់តាមនាងជានិច្ចប៉ុន្តែថ្ងៃនេះដៃខំមិនស្ដាប់លោកនាយកមិនបានជារឹងរូសម្លេះពួកគេដាក់តាមសំណុំលោកមែនទេតែបានជាលោកបានហើយខ្ញុំនិយាយទៅកុំធ្វើខ្ញុំខឹងលោកនាយកទោះបីខ្ញុំនិយាយបែបណាមិនថាជារឿងបោកប្រាស់ឬអត់ទេលោកនៅតែចង់រៀបការជាមួយគេខ្ញុំប្រាប់ហើយគ្មានអ្នកណាបោកប្រាស់ខ្ញុំទេត្បិតតែភ្នែកខ្ញុំមើលមិនឃើញប៉ុន្តែក្នុងចិត្តខ្ញុំភ្លឺដូចកញ្ចក់ត្រូវហើយលោកនាយកឆ្លាតយ៉ាងនេះអ្នកណាអាចកុហកគាត់បានទៅលោកនាយកខ្ញុំនិយាយជាមួយលោកមិនត្រូវសោះខ្ញុំនិយាយទៅខ្ញុំសម្រេចរួចហើយអបរំស្រីមង្គលការចាប់ហើយឲ្យអ្នកណានាំនាងទៅចុះនេះអ្នកយាមឆាប់នាំលេខាចុះទៅក្រោមលោកនាយកចាត់ខ្ញុំហាញការប្រាប់លោកអ្នកទាំងអស់គ្នាមើលម្នាក់នេះមិនមែនជាឈិនហងយាទេអាយ៉ាស្រីម្នាក់នេះជាអ្នកណាមិនបានជាមកអាក្រក់ម្លេះដែលខាមិនមែនឈិនហងយាកូនស្រីពួកគាត់ទេឬមួយគ្រួសារឈិនពិតជាកុហកគេមែនរបស់ខុសពីការពិតចាំមើលពួកលោកដោះស្រាយយ៉ាងម៉េចអ្នកនាងលេខាខ្ញុំគិតថាអ្នកនាងយល់ច្រឡំហើយខ្ញុំយល់ច្រឡំអ្នកណាថាគ្រួសារឈិនខ្ញុំមានតែកូនស្រីម្នាក់មែនហើយពួកខ្ញុំមានកូនស្រី2នាក់ម្នាក់នេះគឺជាកូនចិញ្ចឹមពួកខ្ញុំឈិនស៊ូយ៉ាវអ្នកតែពេលដូចជាហេតុពេកហើយមិនក៏កូនចិញ្ចឹមរៀបការជាមួយនាយកក្នុងលិខិតមង្គលការនិយាយថានាយកលេងរៀបការជាមួយកូនស្រីគ្រួសារឈិនមិនបានលើកពីឈ្មោះឬតកូលរៀបការកូនស្រីខ្ញុំមួយណាហុងយាមជាប់ពាក្យរួចហើយបើឲ្យរៀបការជាមួយនាយកនេះច្បាស់ជាមិនបានស៊ូយ៉ាវមិនទាន់រៀបការឲ្យគេរៀបការជាមួយនាយកលីងធ្វើតាមអ្វីដែលបានសន្យាគ្នាមែនហើយអ្នកតែពេលធ្វើបាបដោយសារតែលោកនាយកមើលមិនឃើញលួចដល់មនុស្សឲ្យគាត់មកគេមានខ្នៅតាំងពីកើតអាក្រក់យ៉ាងនេះមនុស្សប្រុសទូទៅអ្នកណាគេព្រមយកអ្នកណាឲ្យនាយកលីងមិនដូចជាមនុស្សទូទៅនាយកលីងគឺជាមនុស្សពិការភ្នែកទូខាងស្រីរូបស្អាតយ៉ាងណាក៏មើលមិនឃើញដដែលដូច្នេះហើយស្អាតឬមិនស្អាតគ្មានអ្វីខុសគ្នាទេមកមិនឃើញមិនមែនបានន័យថាមិនខ្វល់និយាយរួមខុសគេអញ្ចឹងខុសហើយពួកខ្ញុំខុសរបៀបម៉េចពួកខ្ញុំក៏ស្នើសុំយោបល់ពីនាយកលីងដែរមិនខុសទេនាយកលីងក៏យល់ព្រមខ្លួនឯងមិនអាចទៅលោកនាយកលីងនឹងឯងយល់ព្រមរឿងនេះពួកខ្ញុំបាននិយាយប្រាប់នាយកលីងរួចហើយប្រាប់ថាស៊ូយ៉ាវជាមនុស្សកោលោកនាយកស្ដាប់ហើយប្រាប់ថាគាត់មិនប្រកាន់បើមិនជឿស៊ូគាត់ខ្លួនឯងទៅថាម៉េចគេជាមនុស្សកោទៀតទេថាម៉េចគេជាមនុស្សកោទៀតទេលោកនាយកលីងលោកយកប្រាប់ពិតមែនទេមិនខុសទេ
ខ្ញុំយល់ព្រមមែន ហើយលោកនាយកលេងបែបឆ្កត់ទេអីឈិនហងយានេះមិនត្រឹមតែមុខមាត់អាក្រក់ទេថែមទាំងជាមនុស្សកទៀតលោកយល់ព្រមយកគេមិនដឹងជាលោកគិតពីស្អីទេ សាមសានខ្ញុំយល់ព្រមជាមួយលោកគ្រូថាយកនាងខ្ញុំត្រូវតែយក អញ្ចឹងគ្រូរបស់លោកធ្វើបាបលោកហើយលោករៀបការជាមួយមនុស្សកសំបីតែនិយាយក៏ពិបាកដែរលោកគិតពីអ្វីនៅពេលហ្នឹងណា ខ្ញុំយល់ថានាងថតធ្វើការជាមួយខ្ញុំអភ័យទោសឲ្យនាងថ្ងៃក្រោយកុំនិយាយបង្ខូចឈ្មោះលោកគ្រូខ្ញុំទៀត លេខាឈៀនបានលោកនាយកគ្មានច្បល់អីផងនាងមានអ្វីត្រូវនិយាយទៅបានចាត់ទុកថាខ្ញុំមកច្រើន ការពិតខ្ញុំដឹងតាពីដំបូងរឿងអ្នកតាពីយកកូនចិញ្ចឹមឲ្យរៀបការជាមួយខ្ញុំ គេជាកូនចិញ្ចឹមគ្រួសារយើងបើតាមហេតុផលគេក៏ជាកូនស្រីគ្រួសារឈិនយើងដែរឲ្យគេរៀបការជាមួយនាយកលីងមានបញ្ហាអីទៅគឺ ហងយានិយាយមានហេតុផលបន្តិចដែរ មិនមែនហេតុផលបន្តិចទេគេជាមនុស្សកនិយាយមិនកើតក៏បារម្ភគេអាចនិយាយធ្លុយមាត់ឲ្យតែពួកយើងមិននិយាយយើងលាក់លោកនាយកលីងនោះសិនអ្នកណាអាចដឹងការពិតទៅត្រូវហើយថ្ងៃនេះឲ្យតែយើងអាចកុហកគេបានដល់ពេលនោះគេចង់ប្រែកន្លះកុហកពេលដែរ លោកដឹងតាំងពីដំបូងហ៎ត្បិតតែខ្ញុំមើលមិនឃើញតែខ្ញុំមិនមែនជាមនុស្សកោថ្លង់អ្វីដែលលោកនិយាយខ្ញុំស្ដាប់ដូចច្បាស់ណាស់ខ្ញុំមិនដែលមានទំនាក់ទំនងជាមួយអ្នកណាតែមិនមែនស្រួលធ្វើបាបទេ អាចាពួកខ្ញុំគ្មានបំណងកុហកលោកនាយកនោះទេណាទោះបីជាកុហកលោកតែវាយ៉ាងម៉េច ហងយាមិនបាននិយាយអញ្ចឹងជាមួយលោកនាយក ប៉ាពួកយើងចិត្តយកបានប្រាប់វិនិយោគ 10,000 លានខ្លះគេធ្វើអីទៀតបើគេដឹងរឿងអស់ហើយយើងលេបតដាងជាមួយគេតែម្ដងទៅ ទោះជាគ្រួសារយើងមានប្រាក់ 10,000 លានថ្ងៃក្រោយទៅណាមកណានៅតែជួបមុខគ្នាយ៉ាងណាគួរទុកមុខឲ្យលីងធានគ្រប់បន្តិចផងទៅបាទទេមិនបាច់ទុកមុខឲ្យលីងធានគ្រប់ទេមិនបាច់ទុកមុខឲ្យលីងធានគ្រប់ទេអ្នកទាំងពីរណែ ខ្ញុំឈ្មោះចាលីលីខាងនេះជាប្តីខ្ញុំលីងហ្វៃគាត់ជាអគ្គនាយកថ្មីរបស់លីងធានគ្រប់ថាម៉េចអគ្គនាយក លោកអគ្គនាយកចេញមកដល់មិនបានចេញទៅទទួលសូមអភ័យទោស លោកនិយាយថាមិនបាច់ទុកមុខឲ្យលីងធានគ្រប់បានន័យថាម៉េចអ្នកទាំងអស់គ្នាត្រូវគេកុហកហើយមនុស្សខ្វះភ្នែកម្នាក់នេះលែងជានាយកលីងធានគ្រប់តាំងពីយូរហើយព្រោះត្រូវគេបានដកតំណែងចេញហើយ ដកតំណែងហេតុអីទៅពីព្រោះគេគ្រាន់តែជាកូនចិញ្ចឹមគ្រួសារលីងកូនចិញ្ចឹមមិននឹងអាចធ្វើជានាយកក្រុមហ៊ុនបានទៅ គាត់ត្រូវគេចិញ្ចឹមដូចខ្ញុំដែរថាម៉េចគេគ្រាន់តែជាកូនចិញ្ចឹមមិនខុសទេបើអញ្ចឹងមិនបាច់ខ្លាចគេទេណាព្រោះពេលនេះគេជាមនុស្សសាមញ្ញអូយអត់ទេសឹងតែមិនមែនជាមនុស្សសាមញ្ញទៀតគ្រាន់តែជាជនពិការប៉ុណ្ណោះមើលអ្វីក៏មិនឃើញដែរ ឯងពិការភ្នែកលែងជាមនុស្សរបស់លីងធានគ្រប់ទៀតហើយឲ្យគេហៅថានាយកពេញមាត់មិនចេះខ្វះគេទេ ត្រូវហើយក៏តែដំឡើងខ្លួនមិនចេះខ្មាស់គេទេល្អណាស់អាជនពិការចង្រៃតាមពិតឯងកុហកពួកយើងរហូតមកឯងមិនមែនជានាយកស្អីទៀតទេក៏តែឯងឲ្យយើងលើកកូនស្រីឲ្យឯងដែរសំណាងហើយពួកយើងឆ្លាតមិនបានលើកហុកយាឲ្យឯងកុំអីណាឯងធ្វើបាបនាងមិនខានទេ អ្វីត្រូវខ្មាស់គេខ្ញុំចង់បានអ្នកណាមិនពាក់ព័ន្ធឋានៈទូនាទីទេខ្ញុំគ្រាន់តែបំពេញតាមសំណពរលោកគ្រូ បានហើយមិនបាច់រកលេសទៀតទេតាមខ្ញុំមើលគ្រូខ្មៅយករបស់លោកនោះគ្រាន់តែជាជនបោកប្រាស់ពិភពគុណគ្រូសាឈិនអាចកែប្រែវាសនាមានអីពាក់ព័ន្ធជាមួយនឹងគេទៅការលិខិតមង្គលការមួយសន្លឹកនេះចង់ឲ្យខ្ញុំរៀបការខ្ពើមណាស់ចង់ធ្វើអី នេះកុំបានគ្រូខ្ញុំណាលេខដៃ អត់ជួយផងលេខដៃកូនខ្ញុំលោកនឹងជួយលេខដៃគេទៅប្រយ័ត្នគេស្លាប់អកូនលោកហ៊ានច្បាយកកខ្ញុំមិនលើកលែងឲ្យលោកឯងទេអាឡូលោកប្តីគេធ្វើបាបខ្ញុំឲ្យឆាប់ឡើង លីងឡាំងខ្លួនជាប្រុសធ្វើបាបមនុស្សស្រីម្នាក់មិនចេះខ្មាស់គេទេហ៎ ត្រូវហើយចរិតឆេវឆាវហិង្សាយ៉ាងនេះសារសំណាងពីដំបូងគេមិនតាមលោកកុំអីណាវេទនាមកជីវិតហើយ អ្នកដែលខ្ញុំចង់រៀបការមិនមែនគេទេតាមសម្ដីឯងពិតជាចង់យកស្រីមុខអាក្រក់នេះមិនខុសទេខ្ញុំចង់បាននាងពិតមែនពួកឯងយល់ថានាងអាក្រក់ដោយសារពួកឯងមើលឃើញមនុស្សរបស់ក្រៅប៉ុន្តែក្នុងចិត្តខ្ញុំសម្រស់នាងកាត់ចេញពីក្នុងចិត្តនាងឈ្មោះសិនឈូយ៉ៅមែនទេ ត្រូវហើយ ខ្ញុំសម្រេចចិត្តយកនាងម្យ៉ាងទៀតខ្ញុំនឹងឲ្យនាងខ្លាចជាមនុស្សស្រីមានក្តីសុខបំផុតលើលោកខ្ញុំស្ដាប់ច្រឡំទេដឹងឯងពិតជាចង់យកស្រីមកអាក្រក់ពួកក្បាលឯងមានបញ្ហាមែនទេ មនុស្សស្រីមានក្តីសុខបំផុតឥឡូវនេះលោកគ្រាន់តែជាអ្នកក្រម្នាក់បានអ្វីផ្ដល់ក្តីសុខឲ្យគេទៅក្តីសុខតាមមើលសូម្បីតែបាយ3ពេលក៏គ្មានផងឈប់សិនឯងចង់យកកូនខ្ញុំមិនទាន់ព្រមទេ យ៉ាងម៉េចចង់ដល់ពេលវិញហើយមែនទេ ឬមួយអាចយល់ថាត្រឹមលិខិតភ្ជាប់ពាក្យពួកយើងខ្លាចឯងពីដំបូងយើងយល់ព្រមដោយសារខ្លាចលីងធានគ្រប់នៅពីក្រោយខ្នងឯងឥឡូវនេះឯងមិនមែនជានាយកស្អីផងរឿងអីត្រូវខ្លាចឯងទៀត និយាយមិនខុសទេពេលនេះឯងលេចជានាយកលីងធានគ្រប់ឯងគ្មានសិទ្ធិអ្វីមករៀបការជាមួយមនុស្សគ្រួសារចិនទេទោះបីនាងមានមុខអាក្រក់ប៉ុណ្ណាក៏ខ្ញុំមិនអោយរៀបការជាមួយឯងដែរ ឆាប់ចេញទៅ
ឆាប់ចាញ់ទៅម៉ាក់ខ្ញុំចង់រៀបការជាមួយគាត់អើយមីកូនចង្រៃយើងចិញ្ចឹមឯងអត់ប្រយោជន៍មែនមិនបានជាជឿសម្ដីបោកប្រាស់របស់វាអត់ទេខ្ញុំយល់ថាគាត់ជាមនុស្សល្អមនុស្សល្អបានស្អីស៊ីឯងរស់នៅក្នុងគ្រួសារឈិនមានស៊ីមានចុកស្លៀកពាក់គ្រប់គ្រាន់ឯងនៅជាមួយមនុស្សខ្វាក់ថ្ងៃក្រោយឯងត្រូវរកលុយចិញ្ចឹមវាខួរក្បាលឯងមានបញ្ហាមែនទេម៉ាបើពួកគេទៅពីតាំងចិត្តស្រឡាញ់គ្នាទៅហើយឲ្យគ្នាការជាមួយគ្នាទៅទុកនៅផ្ទះយើងក៏អត់ប្រយោជន៍ដែរអរគុណបងស្រីឯងកុំអាសប្បាយចិត្តពេកព្រោះយើងមានលក្ខខណ្ឌនិយាយទៅលក្ខខណ្ឌអ្វីបន្តិចទៀតប្រកាសជាដឹងឆាប់ទៅចុះខ្ញុំចាំនៅទីនេះฉันហងជាម្នាក់នេះតែគេចង់ធ្វើស្អីទៅណាហើយខ្ញុំគួរតែខាត់លោកនាយកវិញលោកនាយកពួកយើងទៅវិញយ៉ាងណាពួកគេមិនចង់រៀបការកូនស្រីលោកមិនបាច់យកទេខ្ញុំក៏យល់ថាគឺឆាន់ស៊ូយ៉ាវមិនសមជាមួយលោកទេចាំជាសម្ដីអ៊ុតមែនវាគ្រាន់តែជាមនុស្សខ្វាក់គ្មានអំណាចគ្មានទ្រព្យសម្បត្តិមិនបាននិយាយថាគេមិនសមជាមួយវាត្រូវហើយបើតាមឋានៈរបស់គេពេលនេះគ្មានសិទ្ធិអីរើសអ្នកនេះរើសអ្នកនោះទេលោកនាយកគឺជាស៊ូអ៊ីមិនចាំបាច់និយាយអ្វីច្រើនទេគេយ៉ាងម៉េចគេសរសៃប្រសាទទេលោកចង់រៀបការជាមួយបងស្រីខ្ញុំបានខ្ញុំទុកឱកាសឲ្យលោកក្នុងចំណោមពួកគេមានម្នាក់ជាបងស្រីខ្ញុំទុកពេលឲ្យលោក1នាទីលោកឆាប់រកគេឲ្យឃើញលោកជ្រើសរើសបានតែម្ដងទេថាម៉េចចង់លេងសើចស្អីហ្នឹងអ្នកណាលេងសើចជាមួយចាប់ផ្ដើមគិតមកដូចជាជ្រុលពេកហើយកុំថាឡើយឲ្យមនុស្សខ្វាក់ទាយទោះបីមនុស្សធម្មតាមិនប្រកាសថាអាចឬត្រូវទេណាតាមមើលគេគ្មានបំណងឲ្យមនុស្សខ្វាក់នាំប្អូនគេទៅទេទើបមានចេតនាធ្វើអញ្ចឹងនោះចេះយកគេមកលេងសាច់កាត់លោកនាយកកុំស្ដាប់តាមគេអីគេចង់ធ្វើបាបលោកនាយកពួកយើងកុំទ្រាំអីខ្ញុំនាំលោកចេញស៊ូអ៊ីខ្ញុំយកព្រមរៀបការជាមួយគេហើយខ្ញុំត្រូវធ្វើឲ្យបានតាមមើលខុសក្បាលឯងមានបញ្ហាណាស់ណាស់ទៅចង់យកស្រីមកអាក្រក់បែបនេះខ្ញុំឯនេះយល់ថាគេដឹងច្បាស់ខ្លួនឯងពីព្រោះតាមឋានៈរបស់គេសពថ្ងៃនេះណាចង់បានប្រពន្ធមិនមែនជាការងាយនោះទេអញ្ចឹងហើយយកឲ្យតែបានសិនទៅទោះបីស្រីមុខមាត់អាក្រក់ក៏ដោយយ៉ាងណាបើសិនជារំលងស្រីម្នាក់នេះទៅអាចនឹងគ្មានអ្នកផ្សេងយកទេកន្លះនាទីហើយបើរើសឲ្យលឿនទៅប្រយ័ត្នតែអស់ឱកាសទៅអាចប្រាប់ឲ្យនាងហុចដៃចេញមកបានទេលោកចង់ធ្វើអីខ្ញុំមើលមិនឃើញគួរតែផ្ដល់អាទិភាពជម្រាបផ្សេងឲ្យខ្ញុំដើម្បីជ្រើសរើសបានខ្ញុំទុកឱកាសឲ្យលោកពួកឯងហុចដៃចេញមកអេប៉ាវាបើគេរៀបចំពិតមែនតើគិតធ្វើយ៉ាងម៉េចទៅគិតយ៉ាងម៉េចឲ្យគេរៀបការយកចុះឬមួយអូនចង់ទុកគេនៅគ្រួសារឈិនមួយជីវិតឯងនិយាយត្រូវស្រីមុខអាក្រក់នេះទោះជាទុកនៅក្នុងផ្ទះនាំតែខ្វល់ចិត្តទេស៊ូអ៊ីនាំខ្ញុំទៅមកពួកគេបានជាតិមុនខ្ញុំជម្រាបលោកចាំខ្ញុំនាំទៅនៅសល់10វិនាទី10 9 8 7 6 5 4 3 2 1ដល់ពេលហើយនិយាយទៅរើម្នាក់ណាក្នុងចំណោមនេះគ្មានទេថាម៉េចគ្មានទេច្បាស់ហើយហ៎ខ្ញុំច្បាស់ណាស់តែមើលតែលោកស្ទាបបណ្ដឹងខ្លួនឯងទើបគិតថាប្តីផ្ដាស់បើអញ្ចឹងទៅហើយចាត់ទុកថាលោកឬខុសចង់ប្រែកន្លះហ៎មិនថាខ្ញុំប្រែកន្លះលោកជាអ្នកស្ទាបមិនដឹងមកបន្ទោសខ្ញុំទៅវិញពួកឯងចាត់ទៅវិញចុះលោកនាយកនិយាយមិនខុសទេក្នុងចំណោមនេះគ្មានឈិនស៊ូយ៉ាវទេឥឡូវនេះអ្នកណាចង់ប្រែកន្លះហើយទោះបីខ្ញុំប្រែកន្លះលោកអាចធ្វើឲ្យខ្ញុំបានមនុស្សគ្រួសារឈិនក៏ចង់សាច់មែនម្នាក់មុខមាត់អាក្រក់លាក់លៀមលឹបឡបើមិនចង់ឲ្យគ្មានអ្នកណាចង់បានទេឯងចង់ធ្វើអីនឹងធ្វើអញ្ចឹងនាំឲ្យអាម៉ាស់ដល់គ្រួសារឈិនយើងហើយមែនហើយជាប់នាំប្អូនមុខអាក្រក់នេះចេញទៅឲ្យគេនាំទៅគ្រាន់ស្ងាត់តិចបន្តិចខ្លាំងមកម្ដងនេះមិនខុសទេម៉េចបានជាលោកដឹងថាជាខ្ញុំព្រោះខ្ញុំនៅតាមជីបចរនេះអរគុណនេះព្រមទៅជាមួយខ្ញុំទេខ្ញុំព្រមទៅអញ្ចឹងតែយើងឈប់សិនកុំបានទៅ
លោកប្តីមកដល់ហើយ ប្រាប់មកអ្នកណាធ្វើបាបអូន ប្រុសដែលខ្វាក់នោះ គ្រូជាមនុស្សខ្វាក់ហ៊ានប្រហើននៅទីនេះតាមមើលបាបលេចចោលរួចហើយសំណប់ចិត្តចាំបងបន្តិចបងចាត់ការវាឲ្យខ្ញុំមកថ្ងៃនេះនាំយកលិខិតវិនិយោគពីសិនឡាងគ្រប់មកជូនគ្រូសាចិននោះជាគម្រោងវិទ្យុ10,000លានសិនឡាងគ្រប់ប្រគល់ជូនគ្រូសាចិនខ្ញុំជាការពិតទេខ្ញុំមិនមែនយល់សពទេហ៎អូនស្រីនេះគឺជារឿងពិតមាន10,000លាននេះគ្រួសារចិនយើងខ្លាចជាគ្រួសារលំដាប់លេខ1នៅតង់ចៅហើយទ្រព្យវិនិយោគសរុបរបស់លីងធានគ្រប់មកបញ្ចូលគ្នាមិនដល់10,000លានទេសិនឡាងគ្រប់ដាក់ទុនភ្លាមរហូតដល់10,000លានទៅហើយនោះជាគួរឲ្យចង់ខ្លាចណាស់10,000លានមានអីអស្ចារ្យសិនឡាងគ្រប់គឺជាក្រុមហ៊ុនវិនិយោគទី1លើពិភពលោកមានទ្រព្យសម្បត្តិរហូតដល់1000លានជាមហាសេដ្ឋីលំដាប់ខ្ពស់មិននឹកស្មានថាគ្រួសារចិនបានឡើងសិនគ្រប់ពេញចិត្តអបអរគ្រួសារចិនទទួលបានឱកាសនេះមិនមែនគ្រួសារចិនទទួលបានការពេញចិត្តខ្លាំងទេគឺលោកប្តីរបស់ខ្ញុំមានសមត្ថភាពដែលទទួលបានការពេញចិត្តពីសិនឡាងគ្រប់ទើបមានសិទ្ធិចាត់ចែងកិច្ចការរាប់ពាន់លាននេះប្តីខ្ញុំស្រឡាញ់ខ្ញុំទើបប្រគល់ការវិនិយោគនេះឲ្យខ្ញុំបើសិនជាមិនអញ្ចឹងគ្រួសារចិនមិនអាចមានឱកាសទៅមិនខុសទេបានគុណបុណ្យអ្នកប្រុសចៅមែនហើយដោយសារអ្នកប្រុសចៅនៅក្មេងមានសមត្ថភាពទើបសង់ធ្វើជាកូនប្រសាគ្រួសារចិនមិនដូចជាអ្នកខ្លះទេភ្នែកក៏មើលមិនឃើញសម័យចង់បានហងយារបស់ខ្ញុំហេយ៉ាមិនក៏មិនមើលខ្លួនឯងរូបរាងរបៀបម៉េចទៅខ្ពើមណាស់ពិតជានិយាយបំភ្លើសមែន10,000លាននោះគឺលោកនាយកលីងផ្ដល់ជាការបណ្ដាក់ទុនគ្រួសារចិនមិនខ្លាចជារបស់អ្នកប្រុសចៅទៅវិញមើលតែនេះទៅបំភ្លើសនាងថាគេម្នាក់នេះជាថៅកែឡាងសិនគ្រប់សម្ព័ន្ធតកោចៅក្នុងនាមខ្ញុំជាក្រុមហ៊ុនសម្ព័ន្ធរបស់សិនឡាងគ្រប់មិនបានខ្ញុំមិនដឹងថាសិនឡាងគ្រប់មានថៅកែដូចជាគេម្នាក់នេះត្រូវហើយបើតាមឋានៈប្តីខ្ញុំទាំងអស់គ្នាអាចបញ្ជាក់បានគេគ្រាន់តែជាមនុស្សខ្វាក់អ្នកណាអាចបញ្ជាក់ចំនួនគេកុំគិតថានាងជាលេខាគេមនុស្សទាំងអស់អាចជាសម្ដីនាងនឹងគេជាបពពួកតែមួយថាមិនបានត្រូវដងត្រូវផ្លែគ្នាផងក៏មិនដឹងនាងនិយាយផ្ដេសផ្ដាស់ប្រាក់10,000លាននេះគឺលោកម្ចាស់ឋានឡាងជាអ្នកប្រគល់ឲ្យមិនបាននាងថាមនុស្សខ្វាក់នេះឲ្យទៅវិញនិយាយចំជាមិនស៊ីសង្វាក់គ្នាបានហើយឥឡូវនេះគួរតែជំរាបបញ្ជីដែលបានធ្វើបាបប្រពន្ធរបស់ខ្ញុំអស់លោកអញ្ជើញមកបាយជួចុះអត់តាពួកយាយតើមកបាយជួទៅអ្នកយាមចាប់មនុស្សខ្វាក់នេះចេញទៅចាំមើលអ្នកណាហ៊ានចាំមើលអ្នកណាហ៊ានមិនដឹងថាលោកម្ចាស់ឋានឡានចេញមកដល់មិនបានចេញទទួលសូមអភ័យទោសលោកម្ចាស់ឋានឡានពិតជាលោកម្ចាស់ឋានឡានមែនមិនបញ្ឆាប់លោកជង្គង់អូក្រោកឡើងលោកម្ចាស់ឋានឡានចេញមកដល់ជាមហាកិត្តិយសគ្រួសារឈិនខ្ញុំពិតមែនត្រូវហើយជាមហាកិត្តិយសណាស់មិនដឹងថាលោកម្ចាស់ឋានឡានចោលអីបក់មកដល់ទីចាំបាច់សួរដែរលោកម្ចាស់ឋានឡានមកគឺដើម្បីអ្វីប៉ុណ្ណឹងហើយនៅមិនសួរទៀតខ្ញុំមកទីនេះគឺដើម្បីប្រាប់វិនិយោគ10,000លានលោកម្ចាស់ឋានឡានប្រាប់វិនិយោគ10,000លានដែលលោកម្ចាស់ផ្ដល់ឲ្យខ្ញុំប្រកល់ទៅឲ្យគ្រួសារឈិនហើយបើលោកម្ចាស់ចង់ដឹងទូរស័ព្ទបន្តិចទៅចាំបាច់អញ្ជើញមកដោយផ្ទាល់ធ្វើអីយ៉ាងម៉េចលោកចង់មានន័យថាខ្ញុំមិនគួរមកអីណែអត់ទេគ្មានអីចឹងទេកុំបារម្ភអីលោកម្ចាស់នៅហត់ហើយមិនបាច់លើកជើងច្រើនពេកទេខ្ញុំមកថ្ងៃនេះប្រាប់វិនិយោគ10,000លានគ្រាន់តែជាមូលហេតុមួយតែប៉ុណ្ណោះទេអញ្ចឹងនៅមានមូលហេតុផ្សេងទៀតទេខ្ញុំយល់ហើយលោកម្ចាស់ឋានឡានលោកឯងខ្វល់យល់ស្អីលោកឯងនេះជាអ្នកណាហ៊ានលុកមាត់ផងហ៎ថយចេញអស់ទៅចលោកនាយកខ្ញុំមកយឺតសូមអភ័យទោសផងលោកម្ចាស់ឋានឡាងមិនបានជាហៅមនុស្សខ្វាក់ថាលោកនាយកឬមួយគេពិតជាតកែសិនឡាងគ្រប់មែនមិនអាចទេដាច់ខាត់មិនអាចទេលោកនាយកក្នុងចំណោមពួកគេគ្មានអ្នកណាប៉ះពាល់លោកមែនទេគួរតែចាត់ការយ៉ាងម៉េចប្រាប់ខ្ញុំមកចុះពួកគេទាំងអស់ហ្នឹងសត្វប៉ះពាល់ដល់លោកនាយកពិសេសអ្នកប្រុសចៅនោះប៉ះពាល់ធ្ងន់ជាងគេប៉ះពាល់យ៉ាងម៉េចប្រាប់វិនិយោគ10,000លានលោកនាយកផ្ដល់ជាបណ្ណាការជូនគ្រួសារឈិនច្បាស់ណាស់តែអ្នកប្រុសចៅយកគុណសម្បត្តិគេនិយាយថាសិនឡាងគ្រប់ប្រកុលសិទ្ធឲ្យគេគ្រប់យ៉ាងគេគឺជាអ្នកចាត់ចែងដោយប្រកុលប្រាក់10,000លានទៅគ្រួសារឈិនដោយផ្ទាល់ដៃចៅលីអ៊ុយគឺជាការពិតទេអាយ៉ាខ្ញុំល្ងិល្ងើមួយពេលប៉ុណ្ណោះសូមលោកម្ចាស់កុំយកដៃកក្រិចលោកបបាក់ខ្ញុំស្អីគេក្រែងលោកថាប្រាក់10,000លានចូលវិនិយោគជាមួយនឹងគ្រួសារខ្ញុំហ៎
មិនក៏ទៅជាងចឹងម៉ាអ្នកយាម បាទ ឆាប់នាំពួកគេចេញទៅ ឋានឡើង ចា លើកលែងពួកគេម្ដងទៅប៉ុន្តែជាលើកចុងក្រោយដែរកុំធ្វើអ្វីដោយចិត្តឯង ចាទុកថាជីវិតថ្លៃដែលបានជួបមនុស្សមានចិត្តមេត្តាដូចជាលោកនាយកមកខ្ញុំជាលោកនាយកវិញពួកឯងមិនដឹងជាស្លាប់ប្រមាណដងទេ ប៉ុន្តែប្រាក់វិនិយោគ 10,000 លាននេះគ្រូសាចិនមិនស័ក្តិសមទៀតទេឋានឡើងសុយ៉ាងទៅជាមួយខ្ញុំឆាប់សិនថ្វាយបង្គំព្រះនាង ថ្វាយបង្គំព្រះនាងក្រាបឡើងមកលេងឡើងលោកជាមនុស្សក្បត់ចិត្តហេតុអីបោះបង់ខ្ញុំចោល អូ មានន័យថាម៉េចហ្នឹងមានន័យថាម៉េច ព្រះនាងមិនបានមានសវណ្ណនៃបែបនេះពួកយើងទំនាក់ទំនងជារាជវង្សនិងមន្ត្រីដូចជាគ្មានពាក់ព័ន្ធនឹងរឿងស្នេហាអីទេ ថ្ងៃនោះបែកគ្នានៅជឿជីងខ្ញុំរងចាំលោក3ឆ្នាំថ្ងៃនេះទទួលបានដំណឹងថាលោករៀបការទៅវិញឬមកលោកមិនមែនជាមនុស្សក្បត់ចិត្តទេ ព្រះនាងចាត់ធ្ងន់ពេកហើយទូបង្គំមិនដែលសន្យាឲ្យព្រះនាងរងចាំទេមិនបានទៅជាមនុស្សក្បត់ចិត្ត ល្អទុកថាខ្ញុំគិតតែម្នាក់ឯងខ្ញុំខ្វល់តែម្នាក់ឯងលោកនៅចាំទេនេះជារបស់ស្អីខ្ញុំ ចង្កូមចចកនេះលោកឲ្យមកខ្ញុំលោកធ្លាប់សន្យាថាខ្ញុំអាចកាន់ចង្កូមចចកនេះសំណុំពរអីពីលោកបានលោកនៅទទួលស្គាល់ទេ ទទួល ល្អ ទូបង្គំថននិយាយថាសំណុំពរនេះមិនរួមបញ្ចូលយកព្រះនាងទេ ខ្ញុំមិនឲ្យលោកយកខ្ញុំទេថ្ងៃនេះមនុស្សដែលគេត្រូវរៀបការជាមួយនឹងនាងលោកពិតជាខ្វាក់ភ្នែកមែនមកគេអាក្រក់យ៉ាងហ្នឹងលោកសុកចិត្តយកគេទៀតចំណែកខ្ញុំស្រឡាញ់លោកខ្លាំងតែលោកមិនព្រមទទួលយកខ្ញុំមានកន្លែងណាអន់ជាងគេ សំអាងត្រឹមចំណុចមួយ ចំណុចណា ក្នុងនាមជាព្រះនាងប៉ុន្តែមានអ្វីខុសពីមនុស្សសាមញ្ញមិនយកសាច់ការអ្វីទាំងអស់សុទ្ធតែមើលមនុស្សស្ដាប់ក្រៅ ខ្ញុំសាមញ្ញថ្ងៃនេះខ្ញុំត្រូវតែសាមញ្ញដល់ទេបញ្ចប់ ព្រះនាងចង់ធ្វើអី ខ្ញុំចង់ទាមទារអ្វីពីលោកការចង់បានរបស់ខ្ញុំលោកមិនអាចឲ្យនាងទេខ្ញុំមិនឲ្យលោកយកឈិនស៊ូយ៉ាទេការចង់បានរបស់ខ្ញុំលោកមិនអាចយកនាងទេខ្ញុំមិនឲ្យលោកយកឈិនស៊ូយ៉ាម្នាក់នេះទេ ល្អសុយ៉ាងតោះតែយើង ឆាប់សិនក្រែងលោកយល់ព្រមមិនយកគេទេ ខ្ញុំយកព្រមថាមិនយកគេតែខ្ញុំមិនបានសន្យាថាមិននាំគេទៅទេ ថាម៉េច បើព្រះនាងគ្មានកិច្ចការអ្វីផ្សេងទេទូបង្គំទៅហើយឋានឡើង ចា ព្រះនាងយកមកពីឆ្ងាយជួយមើលថែព្រះនាងផង ចា ទៅយើង គ្រាន់បើមែនលីងឡាងចង់លេងបាត់ពុតជាមួយខ្ញុំល្អលោកចាំទៅមើលទៅអញ្ចឹងឲ្យរក្សាឋានៈបណ្ដោះអាសន្នលីងឡាងលោកចាំមើលចុះខ្ញុំនឹងធ្វើជាកូនកំមុំទី1របស់លោកលីងឡាងលោកចាំមើលចុះខ្ញុំនឹងធ្វើជាកូនកំមុំទី1របស់លោក ថ្ងៃនេះពិធីជប់លៀងគួរឲ្យចាប់អារម្មណ៍មែនអញ្ចឹងបានជាលោកម្ចាស់ឋានឡើងគោរពវាម្លេះដោយសារតែព្រះនាងឡស្រឡាញ់វាតាមពិតវាជាប្រុសចាំឲ្យស្រីចិញ្ចឹមខ្ពើមណាស់ស្មានថាវាអស់ចាប់បណ្ដាទៅ មនុស្សខ្វាក់ភ្នែកនេះអាងបានប្រនាងនីងឡបញ្ចិតទៅហ៊ានធ្វើដាក់ពួកយើងអញ្ចឹង លេងឡើងឯងពិតជាមានល្បិចខ្ពស់មែនទោះបីជាយ៉ាងណាយើងប៉ះពាល់គេមិនបានទេឲ្យតែមានព្រះនាងនីងឡការពារគេអ្នកណាក៏មិនអាចធ្វើអីគេបានដែរ តួស្រឡាញ់ក៏អាចឈប់ស្រឡាញ់ម្ដងបន្តិចខ្ញុំមិនជឿថាប្រនាងនីងឡស្រឡាញ់គេមួយជីវិតទេនៅថ្ងៃណាមួយគេបាត់បង់ក្តីស្រឡាញ់ជាថ្ងៃដែលយើងរកគេជំរះបញ្ជី ត្រូវហើយកូនប្រុស10ឆ្នាំសងសឹកក៏មិននិយាយពេលដែរខ្ញុំមិនអាចរងចាំយូរអញ្ចឹងទេចង់សងសឹកធ្វើតន់ចិត្តក្តៅយ៉ាងណាខ្ញុំមានជោបាយ មិនជោបាយអី អ្នកទាំង3រកវិធីនាំនាងកូននោះត្រឡប់មកវិញយើងអាចនឹងប្រើប្រាស់នាងបីគម្រាមលីងឡាងមកយកប្រពន្ធវិញដល់ពេលនោះវាយពួកគេឲ្យសន្លប់ដាក់នៅលើក្រែថតរូបភាពដែលអ្វីជាការអាម៉ាស់ទុកឲ្យប្រនាងនីងឡមើលឃើញតើលទ្ធផលយ៉ាងម៉េច លទ្ធផលច្បាស់ជាកាត់ចិត្តពីវា មិនខុសទេដល់ពេលនោះវាអាចធ្វើអ្វីបានទៅ អស់ចាមកជោបាយនេះអស់ចា លោកនាយកបន្ទប់ភ្ញៀវរៀបចំរួចហើយអាចសម្រាប់បានគ្រប់ពេល ស៊ូយ៉ានកុំបារម្ភអីចាត់ទុកទីនេះជាផ្ទះរបស់ខ្លួនឯងមិនចាំបាច់គួរសមទេ ខ្ញុំអត់យល់ពីអ្វីដែលគេនិយាយយល់ល្អសរសេរខ្ញុំមើលទៅនេះ
អរគុណអ្នកទាំងពីរដែលល្អចំពោះខ្ញុំមិនមែនពួកខ្ញុំធ្វើល្អដាក់ទេគឺលោកនាយកល្អដាក់នាងយល់ទេខ្ញុំស្អប់គេចិត្តស្លាប់ទៅហើយមកទៅដើមលោកនាយកដែលខ្ញុំស្រឡាញ់បំផុតសេវីនេះទៅវិញចុះបានមិនរំខានពិភពអ្នកទាំងពីរទេស៊ូយ៉ាមកនេះឲ្យខ្ញុំស្ទើបន្តិចស៊ូយ៉ាមកនេះឲ្យខ្ញុំស្ទើបន្តិចកុំយល់ច្រឡំខ្ញុំមិនចង់ធ្វើនាងទេគ្រាន់តែចង់ស្ទាបខ្នៅនៅលើមុខនាងហេតុអីបានជាលោកស្ទាបខ្នៅខ្ញុំចឹងខ្ញុំប្រាប់ហើយខ្ញុំចង់ព្យាបាលស្នាមខ្នៅលើមុខនាងមិញនេះខ្ញុំបានស្ទាបមើលឃើញថាវាគ្រាន់តែជាដុំឈាមកកលើផ្ទៃមុខនាងឲ្យតែជួយសម្រួលចរន្តឈាមរត់បានស្រួលប្រកាសជាអាចកម្ចាត់ខ្នៅនេះបានពិតមែនទេប្រកាសជាពិតខ្ញុំក៏ហត់នាងធ្វើអីអធិស្ឋានខ្ញុំរំភើបចិត្តពេកមិនអីទេខ្ញុំយល់តាបើថ្ងៃណាមួយភ្នែកខ្ញុំអាចមើលឃើញពលិថ្ងៃវិញខ្ញុំជឿថាខ្ញុំសប្បាយចិត្តជាងនាងទៅទៀតភ្នែកលោកមិនបានជាមើលមិនឃើញអញ្ចឹងទោះបីប្រាប់នេះក៏នាងមិនយល់ដែរហើយក៏មិនជឿថ្ងៃក្រោយនាងច្បាស់ជាយល់ដល់ខ្លួនឯងល្អស្នាមខ្នៅលើមុខនាងត្រូវងូតទឹកជាមួយទឹកថ្នាំដើម្បីព្យាបាលព្រមគ្នាថ្ងៃនេះយប់ណាស់ទៅហើយនាងទៅសម្រាប់សិនទៅថ្ងៃស្អែកពេលឋានឡើងម្ដងខ្ញុំឲ្យគេទិញថ្នាំសម្រាប់នាងស្ដេចចោទឹកថ្នាំត្រៀមរួចហើយល្អត្រូវហើយបើនាងឡោចាត់ចែងរួចហើយនៅចាត់ចែងរួចហើយស្នាក់នៅក្នុងសន្តាគារល្អបំផុតប្រចាំតុងជើនេះជាការលំដាប់ VIP របស់សន្តាគារអាចចេញចូលសន្តាគារដោយសេរីថែមទាំងទទួលបានការចំណាយដល់ទៅ100លានស្ដេចចោយកកាតនេះទៅចៃដន្យព្រះនាងលេងឡហៅលោកម្ចាស់ទៅងាយស្រួលលោកម្ចាស់ទៅជួបព្រះនាងពេលណាក៏បានដែរល្អណាស់មានរឿងមួយទៀតស៊ីហុងម្ចាស់ក្រុងតុងជើដឹងថាព្រះនាងលេងឡជាងមកដល់ក៏បានរៀបចំពិធីជប់លៀងទទួលព្រះនាងលេងឡ3ថ្ងៃក្រោយទៀតគេពិតជាមនុស្សមិនខ្ជិលមែនស្ដេចចោដល់ពេលនោះលោកចូលរួមទេព្រះនាងលេងឡនិយាយជាមួយខ្ញុំដូចជាស្គរស្បែកគោអ្នកណាបានប៉ះឲ្យប្រកាសជាក្បត់ចោលបើសិនជាមិនចាប់បាច់ទេកុំឲ្យមានជាប់ពាក់ព័ន្ធជាមួយនឹងគេឲ្យសោះប៉ុន្តែទោះយ៉ាងណាព្រះនាងលេងឡខំធ្វើដំណើរមកពីឆ្ងាយពួកយើងគួរតែបំពេញភារកិច្ចជាម្ចាស់ផ្ទះឲ្យបានល្អទៅដល់ពេលនោះមើលស្ថានភាពសិនចាំនិយាយចាអញ្ចឹងខ្ញុំទៅវិញហើយស៊ូយ៉ាខ្ញុំគួរធ្វើយ៉ាងម៉េចដោះសម្លៀកបំពាក់ចេញចូលត្រាំក្នុងទឹកភ្នែកខ្ញុំមើលមិនឃើញទេចាត់ទុកថាគ្មានខ្ញុំនៅក្បែរនាងទៅចុះដោះសម្លៀកបំពាក់ចេញចូលត្រាំក្នុងទឹកភ្នែកខ្ញុំមើលមិនឃើញទេចាត់ទុកថាគ្មានខ្ញុំនៅក្បែរនាងទៅចុះបិទភ្នែកទៅស៊ូយ៉ាលោកនាយកហេមិនក៏គ្មានមនុស្សម្នាក់អញ្ចឹងលោកនាយកខ្ញុំរំខានអ្នកទាំងពីរមែនទេអត់ទេនាងមកចាប់ពេលឡនណាគេសម្លាប់នៅក្នុងទឹកអាងនាងឆាប់បញ្ចូលគេទៅខ្ញុំស្មានថាអ្នកទាំងពីរកំពុងធ្វើស្អែកតានេះលោកនាយកខ្ញុំកាន់តែកាត់សរសើរលោកហើយមានន័យថាម៉េច
ចឹងតែបានជាលោកម្នាក់ចង់បានឈិនសុយ៉ាវការប៉ុន្តែគេគ្មានស្លាកស្នាមមកគេស្អាតមែនតែនបើប្រៀបជាមួយព្រះនាងninhឡដូចជាមិនលឺមិនខ្វះគ្នាប្រហែលទេមើលទម្រង់មុខរបស់គេចុះស្រស់ស្អាតខ្លាំងណាស់គួរស្ដាយលោកនាយកមើលគេអត់ឃើញកុំបារម្ភគង់តែមានឱកាសទេគឺប៉ាខ្ញុំគាត់ឈឺខ្ញុំត្រូវទៅផ្ទះពួកគេធ្វើដាក់នេះអាក្រក់ពេកហើយចង់ទៅវិញធ្វើអីចាំងណាពួកគាត់ចិញ្ចឹមនាងច្រើនឆ្នាំត្រូវចេះដឹងគុណគេនាងចង់ថាមនុស្សមិនចេះប្រកាន់គេមែនតែអយុត្តិធម៌សម្រាប់នាងពេកហើយលោកនាយកគេចង់ទៅវិញឲ្យគេទៅវិញចុះព្រោះគ្រួសារឆិនពេលនេះក៏មិនហ៊ានធ្វើគេដែរប៉ុន្តែនាងទៅចាំបំពង់កនេះមិនតមអព្យាបាលដូច្នេះហើយឆាប់ទៅឆាប់មកវិញលោកនាយកថ្ងៃនេះមានកិច្ចការអ្វីផ្សេងដែរទេទេយ៉ាងម៉េចការប៉ុន្តែខ្ញុំមកថ្ងៃនេះចង់ឲ្យលោកនាយកជួយខ្ញុំរឿងមួយមានរឿងអីខ្ញុំមិនទាន់និយាយប្រាប់លោកទេតែទៀតលោកប្រកាសជាដឹងធ្វើអីដូចជាអាចក្បាលម្លេះម៉ាក់ថាតែមើលវាមកទេក៏បារម្ភអីអ្នកណាគេនឹងមិនបានទៅរត់ជួបផ្ទះគេផ្ដេកផ្ដាស់ម៉ាក់ខ្ញុំគឺសូយ៉ាវស៊ូយ៉ាវឯងណាស្នាមខ្នើយលើមុខឯងមនុស្សខ្វាក់ភ្នែកវាព្យាបាលឯងមែនទេអូយម្ចាស់ថ្លៃអើយពិតជាព្យាបាលជាមែនខ្ញុំមើលសិនពិតជាអស់មែនក្រែងនិយាយថាប៉ាគាត់ឈឺនោះអីកូនថោកទៀតឯងនេះបើមិនប្រាប់អញ្ចឹងឯងដាច់ចិត្តមកវិញទេអញ្ចឹងអ្នកទាំងអស់គ្នាក៏ហក់ខ្ញុំក៏ឯងតែយ៉ាងម៉េចលុតជង្គង់នោះស្លាប់រឿងហើយមែនទេហ៎លេស្ដាប់មកគប់ហើយមីកូនចង្រៃឯងនេះគេគ្រាន់តែនិយាយមួយម៉ាត់នាំឯងទៅបាត់នាងឯងសុខចិត្តតាមគេមិនងាកក្រោយចឹងនាងឯងនេះតើថប់បណ្ណាទៅហ៎អើយបានហើយមិនស្មានថាខ្វាក់ម្នាក់នោះពិតជាមានសមត្ថភាពដែលធ្វើឲ្យស្នាមខ្នើយនៅលើមុខគេរលាយបាត់ហើយកាន់តែមិនគួរឲ្យអាមនុស្សខ្វាក់នោះវាចំណេញទេចាំដល់ពេលយើងចាត់ការមនុស្សខ្វាក់នោះហើយចាំនំឯងទៅលក់ឲ្យអ្នកប្រុសអភិជនពួកយើងកាន់តែសន្សំតំណែងតំណងបានច្រើនអ្នកទាំងអស់គ្នាចង់ធ្វើអីគាត់ចង់ធ្វើអីចង់ធ្វើស្អីក៏មកខ្វល់យ៉ាងណាពីថ្ងៃនេះទៅកុំសង្ឃឹមថាអាចដើរចេញពីគ្រួសារឈិនបើមិនអញ្ចឹងទេវាយបំបាក់ជើងឯងឲ្យងាប់ចង់រត់តាណារត់មិនរួចទេនៅស្ងៀមទៅពុំនោះទេបញ្ចាត់ត្រូវធ្ងន់ឥឡូវអ្នកប្រុសលីងឈិនសូយ៉ាខ្ញុំបោកឲ្យវាមកផ្ទះហើយល្អចាំខ្ញុំបញ្ជូនទៅឲ្យអ្នកប្រុសនៅស្ងៀមទៅសិវអ៊ីនាងនាំខ្ញុំមកកន្លែងណានាំមកកន្លែងញ៉ាំបាយខ្ញុំមិនដាច់ឃើញនាងមានបំណងល្អនិយាយខ្ញុំញ៉ាំបាយនិយាយទៅមានអីចង់ខ្ញុំជួយហ៎គឺប៉ាម៉ាក់ខ្ញុំបង្ខំឲ្យជួបកូនណាត់ខ្ញុំប្រាប់ពួកគាត់ថាខ្ញុំមានមិត្តប្រុសហើយពួកគាត់ជំរុញឲ្យខ្ញុំយកគេឲ្យមើលខ្ញុំយល់ហើយនាងចង់បន្លំធ្វើជាសង្សារត្រូវហើយលោកនាយកឆ្លាតមែនលីហើយលោកនាយកកុំអាទៅណាជួយខ្ញុំម្ដងនឹងទៅណាតែម្ដងនឹងទេណាកុំឲ្យមានលើក្រោយទៀតលពូទី2កូនប្រសានោះមិនទាន់ឃើញមកចង់ឲ្យពួកខ្ញុំចាំជួបប៉ុណ្ណាទៀតមិនទាន់រៀបការប៉ុន្តែធ្វើរឹកខ្ពស់ដល់ម្លឹងទុកឲ្យមនុស្សមួយតុកចាំគេតែម្នាក់តម្រុំតែរៀបការរួចមិនដឹងជាខ្លាំងប៉ុណ្ណាទេនិយាយមិនខុសក្មេងសម័យនេះមិនចេះគោរពពេលវេលាទាល់ទៅសោះក៏មិនដែលទុកចាស់ទុំនៅក្នុងភ្នែកដែរឡកុំអាបង្ខំចាំខ្ញុំទូរស័ព្ទទៅស៊ីវអ៊ីមកហើយមិនបាច់ទូរស័ព្ទទេប៉ាម៉ាក់នេះជាសង្សារខ្ញុំលេងឡាងអំប្រុសអំស្រីសួស្ដីល្អអង្គុយទៅចាំតែពួកឯងទេពូទីឡាងអំប្រុសអំស្រីសួស្ដីល្អអង្គុយទៅចាំតែពួកឯងទេពូទី2កូនភាសាពូដូចជាគ្មានសុជីវធម៌អត់ទេពូក៏ថាវាគ្មានបញ្ហាទេមនុស្សចូលតុកអស់ហើយនៅតែពាក់បេតាខ្មៅយ៉ាងម៉េចគេធ្លាប់ធ្វើអ្វីខុសមែនទេទើបមិនហ៊ានមើលមុខពួកយើងចំត្រូវហើយមិនបានជាមិនចេះសុជីវធម៌តតែសោះមែនហើយលីងឡាងយកល្អដោះបេតាខ្មៅចេញទៅបងថ្លៃអ្នកទាំងអស់គ្នាកំខឹងលីងឡាងមិនឃើញទេមិនមែនគ្មានសុជីវធម៌ទេអធិស្ឋានផងបងថ្លៃថាម៉េចមើលមិនឃើញការពិតជាមនុស្សពិការភ្នែកឯងធ្វើស្អីនឹងមិនបានជារកសង្សារជាមនុស្សពិការភ្នែកវាយ៉ាងម៉េចឲ្យតែជាមនុស្សល្អបានហើយចំចិត្តផ្ទៃប្រាស់មែនសៀវអ៊ីមិនបានកំណត់ឯងស្មុកម្លេះរកមនុស្សពិការភ្នែកធ្វើសង្សារមែនហើយសៀវអ៊ីក្នុងនាមជាបងស្រីចង់បញ្យល់ប្រាប់ឯងប្រមាណម៉ាត់សង្គមសពថ្ងៃណាធ្វើល្អគេមិនប្រកាសថាបានបាយហូបទេទម្
រាំតែគេជាមនុស្សពិការភ្នែកខ្លាចតែរកការងារធ្វើក៏លំបាកផងបាទថ្ងៃក្រោយពួកឯងរៀបការជាមួយគ្នាគេនឹងខ្លាចជាបន្ទុកឯងដល់ពេលនោះឯងមានសម្ពាធកាន់តែខ្លាំងហើយណែបងស្រីក៏រកការងារបានឬអត់មិនចាំបាច់បងជួយបារម្ភនោះទេមិនក៏ឯងនិយាយអញ្ចឹងបងចាត់ទុកឯងជាគ្រួសារតែមួយទើបជួយបារម្ភអនាគតឯងបើជាអ្នកផ្សេងវិញណាបងមិនខ្វល់ទេមែនហើយកុំទប់អំណងល្អរបស់គេថាគ្មានប្រយោជន៍គ្រាន់តែចង់ឲ្យឯងបានល្អបងស្រីឯងត្បិតតែនិយាយអាក្រក់ស្ដាប់ប៉ុន្តែនេះគឺជាការពិតលីងឡាងទាំងអស់គ្នានិយាយពាក្យនេះណាឯងស្ដាប់ហើយកុំខឹងអីពីព្រោះស្ថានភាពឯងពិតជាធ្វើឲ្យគេពិបាកទទួលយកខ្លាំងណាស់មិនអីទេអ៊ំស្រីខ្ញុំយល់តែបើយល់ល្អហើយបើឯងចេះយល់អញ្ចឹងសន្យានៅចំពោះមុខពួកខ្ញុំទៅត្រូវបែកគ្នាជាមួយសៀវអ៊ីវិញប៉ានិយាយស្អីហ្នឹងខ្ញុំមិនបែកពីគាត់ទេខ្ញុំចង់នៅជាមួយនឹងលីងឡាងឯងកុំធ្វើចរិតដូចកូនក្មេងទៀតឯងគួរតែយល់ដល់ទឹកចិត្តឪពុកម្ដាយផងត្រូវហើយប្រយ័ត្នថ្ងៃក្រោយនៅជាមួយគ្នាមិនកើតនាំឲ្យប៉ាម៉ាក់ទៅបម្រើឯងវិញអ្នកណាឲ្យប៉ាម៉ាក់បម្រើពួកខ្ញុំចេះថែទាំខ្លួនឯងហើយក្មេងចំគួតមិនបាននិយាយចេះស្ដាប់ចាំតែក្មេងរឹករស់មែនតាមមើលឯងចង់ឲ្យប៉ាម៉ាក់ខឹងស្លាប់ទៅឯងអស់ចិត្តឯងឃើញទេធ្វើឲ្យប៉ាឯងខឹងហើយជំងឺចាស់ឬឡើងវិញទោះនិយាយយ៉ាងណាក៏ដោយធ្វើអ្វីទៅតាមការពិតជាក់ស្ដែងបើឯងមិនចង់ឲ្យពួកយើងលុកដៃអញ្ចឹងបងគ្រាន់តែចង់សួរឯងមិនប្រុសឯងម្នាក់នេះគេបញ្ចប់ការសិក្សានៅសាលាណាដែរប្រហែលជាធ្លាប់ធ្វើការនៅហាងម៉ាសាចុះពីការក៏ថាបានធ្វើជាអ្នកម៉ាសាបានលុយប្រហែលទៅចុះល្អធ្វើការជាមួយបងថ្លៃឯងទៅបងថ្លៃឯងនេះណាសប្តាហ៍ថ្ងៃឋានៈជាប្រធានដល់ពេលនោះក្រែងគាត់ជួយរៀបចំការងារដែលមើលថែបន្ទប់ទឹកឲ្យយ៉ាងហោចណាស់បានបាយ3ពេលវាមិនដាច់ពោះងាប់ដែរអាយ៉ូឈិនលៀងខ្លាយជាប្រធានផ្នែកមានតែលូលុកខ្សែភ្នែកល្អរកបានប្តីមានសមត្ថភាពមែនហើយឯងមើលលូលុកគេទៅប្រៀបធៀបជាមួយឯងឲ្យម៉ាក់ថាមិនទៅល្អធ្វើជាប្រធានគេមានអីអស់ចាលេងឡាងជានាយកក្រុមហ៊ុនថាម៉េចឯងថាលេងឡាងជានាយកក្រុមហ៊ុនណាមនុស្សខ្វះអាចធ្វើជានាយកក្រុមហ៊ុនចេះលេងសាយទៅកើតមែនហើយចង់ខកគេធ្វើឲ្យដូចបន្តិចទៅចាត់ទុកថាពួកយើងនឹងជាក្មេងអាយុ3ឆ្នាំហ៎គិតថាស្រួលបោកអត់ខកទេគាត់ជានាយកក្រុមហ៊ុនមែនបានហើយនិយាយទៅនិយាយមកនាយកក្រុមហ៊ុនមួយណាកុំប្រាប់ថាក្រុមហ៊ុនគេបាក់ខ្លួនឯងក្នុងក្រុមហ៊ុនមានតែគេម្នាក់ឯងធ្វើការណាមិនមែនទេលេងឡើងជានាយកលេងធានគ្រប់ហើយលេងធានគ្រប់ជាក្រុមហ៊ុនដែលឯងធ្វើការនឹងតើមែនហើយក្រុមហ៊ុនដែលខ្ញុំធ្វើការសប្តាហ៍ថ្ងៃគេជានាយកលេងដែលឯងរំលឹករាល់ថ្ងៃនឹងមែនទេអាយ៉ាខ្វះការគួរសមហើយការពិតគឺលោកនាយកលេងសោះអ៊ំស្រីហើយខ្ញុំថាលេងឡើងបានហើយអត់ទេមិនអាចហៅចំឈ្មោះអញ្ចឹងវាដូចជាមិនគោរពក្មួយឥឡូវទាំងអស់គ្នាពេញចិត្តហើយនៅពេញចិត្តខ្លាំងណាស់ប៉ាចោលពួកខ្ញុំបែកគ្នាទៀតទេសុបាយចិត្តទៅបានហើយប៉ាមិនខ្វល់អីច្រើនទេបងចដុនមួយនៅបារម្ភរឿងរបស់ខ្ញុំទៀតទេអត់ទេបងខ្វល់ជ្រុលពេកហើយល្អមកគ្រប់គ្នាគ្មានច្បល់អីទេយើងកំងហូបទៅឈប់សិនបងថ្លៃនៅមានច្បល់អីទៀតទេឯងក៏ហត់ណាបានតែកុំខកខ្ញុំមិនសោះណាបងថ្លៃថាម៉េចខ្ញុំខករឿងអី LinkedIn Group មានតំណែងតំណងរកស៊ីជាមួយក្រុមហ៊ុនខ្ញុំនាយកក្រុមហ៊ុនពិតប្រាកដតកូល LinkedIn ប៉ុន្តែម្នាក់នេះត្រូវតំណែងពីតំណែងកុំថាឡើយជានាយកពិតប្រាកដទោះបីជានាយក LinkedIn មានតែឈ្មោះអត់ប្រយោជន៍ទេថាម៉េចតំណែងហ៎សៀវអ៊ីមានរឿងចឹងមែនទេខ្ញុំយកល្អឲ្យសម័យខ្លួននិយាយវិញល្អជាងនិយាយមិនខុសទេខ្ញុំពិតជាត្រូវគេដកតំណែងមែនគ្រាន់បើមែនសៀវអ៊ីហ៊ាននិយាយកុហកពួកយើងបើកុំតែបងថ្លៃឯងឆ្លាតកុំអីត្រូវជឿឯងឡើងស្លុងទៅហើយនាយកដែលត្រូវគេដកតំណែងមិនខុសអ្វីពីមនុស្សធម្មតាទេអ្វីដែលខុសគេគឺឯងគឺជាជនពិការភ្នែកមិនស្មើនឹងមនុស្សធម្មតាផងទេពូទី2ពូអប់រំសៀវអ៊ីយ៉ាងម៉េចបានជាឲ្យគេនិយាយកុហកគ្រប់ម៉ាត់តែអញ្ចឹងថ្ងៃក្រោយណាអ្នកណាហ៊ានជឿគេទៀតនៅស៊ីសៃទៀតខ្ញុំចូលទេកុំអាចឆេវឆាវមិនមកខ្ញុំឆេវឆាវមុខរបស់ខ្ញុំត្រូវអាប់អោតដោយសារតែគេម្នាក់នេះហើយអ្នកទាំងអស់គ្នាចុះមានទស្សនៈលំអៀងទៀតទៅឬមួយតតែបរិសុទ្ធអ្នកមានទៅហៅថាថ្លៃធ្នូបានខ្ញុំប្រាប់អ្នកទាំងអស់គ្នាចុះគាត់ដែលមានឋានៈមួយទៀតដែលខ្លាំងជាងនេះគាត់ជាតកែសិនឡាងគ្រប់ពេញចិត្តហើយនៅបានហើយកុំចិត្តតែចង់បានមុខមាត់ពេកនាំលំបាកខ្លួនសិនឡាងគ្រប់ស្អីគេមិនដែលទាំងលឺផងរឿងនេះទៀតឆ្កែចចប់មកដល់ពាក្យកុហកដដែលកុហកលើកទី2លែងមានអ្នកជឿហើយខ្ញុំអត់កុហកទេគាត់ជាតកែសិនឡាងគ្រប់មែនសិនឡាងគ្រប់ជាក្រុមហ៊ុនវិនិយោគលំដាប់ទី1លើពិភពលោកទ្រព្យសម្បត្តិដល់ទៅពាន់លានថ្ងៃនេះពូកែនិយាយអួតខ្លាំងណាស់ទ្រព្យសម្បត្តិពាន់លានស្អីហ្នឹងអញ្ចឹងមិនខ្លាចជាស្ថិតលើពិភពលោកទៅហើយទេអីចេះនិយាយកុហកម្ដងហើយម្ដងទៀតតាមមើលចោលយើងខឹងស្លាប់ទៅឯងអស់ចិត្តលោកនាយកជួយបញ្ជាក់ខ្ញុំផងពួកគាត់មិនទាំងជឿសម្ដែងនឹងផងរឿងអីគាត់ជឿខ្ញុំលោកនាយកជួយបញ្ជាក់ខ្ញុំផងពួកគាត់មិនទាំងជឿសម្ដែងនឹងផងរឿងអីគាត់ជឿខ្ញុំចាត់ទុកថាលោកចេះយល់ពីខ្លួនឯងយើងទៅវិញខ្លាចតែបន្តិចទៀតធ្វើឲ្យយើងខឹងស្លាប់មែនអ៊ំប្រុសជួបគ្នាគឺជានិស័យពិសាអីរួចចាំទៅឯងចង់ហូបទៀតដែរដឹងថាពេលនេះជាកន្លែងអីទេជាសន្តាគារល្អបំផុតនៅតង់ជើរាជធានីគុជសលើមេឃត្បិតតែជាបន្ទប់ថោកបំផុតគ្រាន់តែបាយមួយពេលអស់ប្រមាណពាន់ឯណោះលុយប្រមាណពាន់អញ្ជើញឯងហូបបាយឯងគិតថាវាស័ក្តិសមដែរទេពូទី2យើងមិនចាំបាច់ហូបបាយទេមិនចាំបាច់ចំណាយលុយផ្ដេផ្ដាព្រោះខ្ញុំគិតថាទៅមុនហើយតោះមិនអីទេអ្នកទាំងអស់គ្នាមិនចាំបាច់ចេញលុយទេខ្ញុំជាអ្នកចេញ
លោកជាអ្នកចេញហ៎ច្បាស់ហើយហ៎ ប្រកាសណាល្អបើឯងនិយាយចឹងហើយពួកខ្ញុំមិនគួរសមនោះទេ លេងឡើងខំហៅឯងមកចូលរួមទុកឲ្យឯងចេញលុយទៀតដូចជាមិនសមទេដឹង មិនអីទេអ៊ំស្រីត្រឹមបាយមួយពេល ពួកយើងទុកមុខឲ្យលេងឡើងម្ដងទៅហូបបាយហើយចាំទៅវិញ ហូបបាយបានប៉ុន្តែឯងកុំគិតថាបាយមួយពេលនេះអាចទិញទឹកចិត្តរបស់ខ្ញុំបានរឿងឯងនិងកូនស្រីខ្ញុំនៅមានរឿងនិយាយទៀតកុំបារម្ភអីអ៊ំប្រុសគ្រាន់តែហូបបាយធម្មតាមិនមានអ្វីផ្សេងទេ នៅហូបស្អីទៀតបើពួកគាត់មិនចង់ឃើញលោកផងកុំចាំបាច់ចំណាយលុយធ្វើអីហើយយ៉ាមនុស្សប្រុសត្រូវតែដៃតលៀនបន្តិចហើយដើម្បីស្ដារមុខមាត់ឡើងវិញនេះជារឿងធម្មតាតែប៉ុណ្ណោះឯងទុកឲ្យគេបង្ហាញសមត្ថភាពផងទៅដូច្នេះអ្នកបម្រើឆាប់យកបញ្ជីមុខម្ហូបមក ណែកុំមកអាណាថ្លៃបន្តិចដើម្បីកុំឲ្យខ្មាស់គេ ល្អយកបង្កងអូស្ត្រាលីចំនួន10ចានមកបន្ទាប់មកទៀតឆ្លងសមុទ្រឆាខ្ទឹមសឲ្យម្នាក់មួយចំណែកមកចំណែកភាពមានបានពេញផ្ទះឲ្យម្នាក់មួយចំណែកដែរត្រូវហើយឆ្អឹងជំនីជាងណានឆ្លងស្ពានក៏យកម្នាក់មួយចំណែកដែរណា នៅវាទៀតមកទីក៏ដល់បុលមួយដបឆ្នាំ89 មិនបាច់ទៅរើសយកតែអាថ្លៃធ្វើអញ្ចឹងដូចជាសម្រាប់មនុស្សហើយហើយយ៉ាគេថាគេជាអ្នកអញ្ជើញគ្មានអ្នកណាកំណត់ថាមិនមែនកំបងម្ហូបថ្លៃទេយ៉ាងម៉េចឥឡូវយកថាវាថ្លៃពេកគ្មានលុយប៉ាវមែនទេបើអញ្ចឹងកំអួតខ្លាំងពេក មិនអីទេបើសិនជាពួកគេគ្មានលុយចេញទុកឲ្យខ្ញុំចេញក៏បានលុយប៉ុណ្ណឹងមានអីអស់ចាតទៅ ឃើញទេមានតែបងថ្លៃអញទេដែលដៃទលាយ ធ្វើជាប្រធានផ្នែកខុសពីគេបន្តិចហើយពិតជាដៃទូលាយមែន មែនហើយមនុស្សបើប្រៀបធៀបគ្នាគង់តែមានកន្លែងខុសគ្នាទេ កុំបារម្ភកុំមកតាមចិត្តខ្ញុំមិនខ្លាចកំងថ្លៃទេខ្លាចតែអ្នកទាំងអស់គ្នាហូបមិនអស់ពីព្រោះខ្ញុំបញ្ចូលចិត្តខ្ជះខ្ជាយក ុំបារម្ភអីឲ្យតែមានម្ហូបនៅលើតុខ្ញុំធានាថាហូបឲ្យទាល់តែអស់តែម្ដង ល្អអញ្ចឹងក៏បាន បានហើយប៉ណ្ណឹងចុះខ្ញុំសុំទៅបន្ទប់ទឹកមួយផ្លែតខ្ញុំទៅដែរលោកនាយកចង់ធ្វើអីហ្នឹង មិនអីទេគ្រាន់តែឃ្លានបន្តិចចង់ហូបបាយ ហាឃ្លានហើយម៉ាក់ក្រែងថាទៅបន្ទប់ទឹកមិនបានជាឆាប់មកវិញម្លេះហ្នឹងម៉ាក់លែងចង់ទៅហើយត្រូវហើយខ្ញុំក៏លែងចង់ទៅដែរយកល្អអាហារថ្ងៃនេះមិនបាច់ហូបទេព្រោះប្រញាប់ត្រឡប់ទៅវិញផងខ្ញុំក៏ចង់ទៅដែរលោកប្តីពួកយើងឆាប់ទៅផ្ទះទៅតោះ ហូបបញ្ចូលលើមកផងប្រញាប់ទៅ ចាកុំនិយាយច្រើនពេកឆាប់ទៅតោះឆាប់ឡើងអ្នកទាំងអស់គ្នាចង់ធ្វើស្អីម្ដងចង់ហូបម្ដងចង់ទៅផ្ទះមិនបាច់ទៅលេងសើចពួកយើងចង់ទៅគឺទៅហើយមិនបាច់ឯងមកខ្វល់ទេ អ្នកណាក៏មិនឲ្យទៅអ្នកណាក៏មិនឲ្យទៅ ពួកលោកជាអ្នកណាមិនបានជាចូលមកបន្ទប់អាហារទៅតែចិត្ត ខ្ញុំជាប្រធាននៅទីនេះដែលអត់ទោសតាមមានរៃការឡើងពិតជាមានរឿងកើតឡើងហើយរឿងធំទៀតផង រំខានលោកនិយាយឲ្យច្បាស់មានរឿងអី មើលសិនទៅដឹងហើយ គិតចាំមិនទៅ អូគាត់តែ3នាក់វាយបំបែកធំការទៅពួកខ្ញុំមកយកសំណង អញ្ចឹងបានជាអ្នកទាំងពីរចង់ត្រឡប់ទៅវិញភ្លាមតាមពិតធ្វើឲ្យបាច់ធូបផ្កាគេសោះពួកយើងមិនមានចេតនាទេត្រូវហើយពួកខ្ញុំក៏មិនចង់ដែរ មិនតែមានរឿងអីកើតឡើងគ្រាន់តែជាធូបផ្កាបែកបាក់ប៉ុណ្ណោះអស់ប្រហែលចាំខ្ញុំសងតើថ្លៃប្រហែលដែរទៅប្រាប់មក 1000 បានខ្ញុំមិនបានយកលុយសុទ្ធមកទេយក QR code បើខ្ញុំស្កេនមក 1000 10 លាន យ៉ា បាន 10 លានប្រហែល 10 លានអូយវិលបងកាមួយតម្លៃ 10 លានលោកសន្តាគារលោកចង់ប្លន់គេហ៎សន្តាគាររាជធានីកុយសលលើមេឃជាសន្តាគារលំដាប់ខ្ពស់នៅតង់ជើមានឈ្មោះល្បីពួកខ្ញុំមិនធ្វើទៅធ្វើប្លន់គេទេម្យ៉ាងទៀតបើសិនជាពួកគាត់មិនធ្វើឲ្យបែកធូបផ្កាធម្មតាជាធូបផ្កាដែលតាំងពីបុរាណមក បុរាណ នេះរបស់មានតម្លៃយ៉ាងនេះមិនបានជាដាក់នៅតាមផ្លូវគឺជាចេតនាច្បាស់កន្លែង ត្រូវហើយតែមើលពួកលោកមានចេតនាដាក់នៅតាមផ្លូវស្រួលឲ្យពួកខ្ញុំដើរបងអានយកលុយពួកខ្ញុំមែនទេជាដំបូងពួកខ្ញុំមិនមែនចេះតែដាក់តាំងប្រទេសទេការតាំងរបស់គ្រប់យ៉ាងសុទ្ធតែអញ្ជើញគ្រូល្បីឈ្មោះលំដាប់អន្តរជាតិរបស់វែងគ្រាន់តែថ្លៃដេក័រ50 លានម្យ៉ាងទៀតពួកខ្ញុំមិនប្រើវិធីបែបនេះគួរយកលុយទេនិយាយគ្មានសំអាងលោកថា10 លានគឺ10 លានអញ្ចឹងហ៎ប្រហែលពួកលោកចេះតែរបស់តាមផ្លូវយមរាជទេដឹងលិខិតតែងលក់លិខិតវាយតម្លៃគុណភាពឯកសារបញ្ជាក់ការដាក់ដេញថ្លៃអ្នកទាំងអស់គ្នាចង់បាអ្វីទៀត លោកប្រធានពួកខ្ញុំគ្មានចេតនាទេដូច្នេះពួកលោកយកយល់ខ្លះផងបានទេលោកប្រធានពួកខ្ញុំគ្មានចេតនាទេដូច្នេះពួកលោកយកយល់ខ្លះផងបានទេមែនហើយសន្តាគារនេះមានលុយណាស់ត្រឹមតែលុយ10 លានវាមិនច្រើននោះទេសម្រាប់ពួកលោកនោះមានលុយគឺមានលុយប៉ុន្តែគោលការណ៍នៅតែជាគោលការណ៍រឿងធប់ការថ្ងៃនេះអ្នកទាំងអស់គ្នាអាចសងលុយបើមិនចឹងទេជួយតិចថ្មីយកមកដាក់តាំងឲ្យផងពុំនោះទេក៏មិនទោសថាពួកខ្ញុំមិនចេះគូសំ
ឃើញទេនេះជាអ្វីដែលអូនបានធ្វើអ្នកទាំងពីរសំជាម្ដាយកូនមែនគ្មានណាមួយធ្វើខ្ញុំចូលចិត្តសោះ អ្នកហ៊ានថាខ្ញុំទៀតបើកុំតែឯងចង់មានមុខមាត់មិនឲ្យបាក់មុខនៅចំពោះមុខអនាគតកូនប្រសាចង់ឲ្យគេមើលមកយើងថាក្លាហានកុំឲ្យពួកយើងមិនបាច់បដិសន្តាគារនេះទេអញ្ចឹងវាក៏មិនមានរឿងបែបនេះកើតឡើងដែរ ឥឡូវនិយាយរឿងនេះធ្វើអីទៀតគួរតែរំជិបវាយសងគេរបៀបម៉េច លុយ10លានគ្រួសារយើងលក់ចានលក់ឆ្នាំងក៏គ្មានលុយសមគេផង ពួកយើងជាសាច់ញាតិនឹងគ្នាមានការលំបាកសង្ឃឹមថាបងប្អូនទាំងអស់គ្នាជួយសម្រួលទុកលំបាកផងលុយនេះថ្ងៃក្រោយចូលជាខ្ញុំបដូរជីវិតក៏ត្រូវតែរកសងអ្នកទាំងអស់គ្នាធម្មតាខ្ញុំធ្វើល្អដាក់អ្នកទាំងអស់គ្នាក្នុងដំណើរការសំខាន់នេះមិនបានជាគ្មាននរណានិយាយអញ្ចឹងទុកថាខ្ញុំសុំវល់តែបានទេខ្ញុំលុតជង្គង់វល់អ្នកទាំងអស់គ្នាក៏បានដែរយ៉ាប៉ាពួកគាត់មិនឃើញតែផលប្រយោជន៍ខ្លួនឯងយ៉ាងវល់ពួកគាត់ធ្វើអី មិនវល់ពួកគាត់ឲ្យវល់អ្នកណាឬវិញវល់ឯងមិនដឹងថាបង្កើតបានកូនស្រីនេះមានប្រយោជន៍ស្អីបើថ្ងៃនាំទៅទុក ការលំបាកល្អថ្ងៃនេះខ្ញុំនាំការលំបាកឲ្យប៉ាម្ដងទៀតហើយលោកនាយកខ្ញុំយកឈ្មោះខ្ញុំមកខ្ចីលុយ10លានថ្ងៃក្រោយទោះបីមានរឿងអ្វីកើតឡើងខ្ញុំនឹងសំលោកនាយកអស់សំវល់ជើខ្ញុំម្ដងទៀតទៅគឺជាលើកចុងក្រោយហាឯងខ្ចី10លានណែឯងឈួតទេដឹងគេគ្រាន់តែជាមនុស្សខ្វាក់មានលុយពីណាមកច្រើនយ៉ាងហ្នឹង ត្រូវហើយបើគេជានាយកលេងធានគ្រប់មែនជឿថាគេប្រកាសជាមានលុយប៉ុន្តែតាមឋានៈគេពេលនេះមានលុយត្រឹមតែ10000ចាត់ទុកថាគេខ្លាំងណាស់ទៅហើយអូមិនបានលោកហ៊ានអាងខ្ញុំគ្មានលុយ10លានប្រកាសហើយខ្ញុំប្រកាស 100% ចុះបើខ្ញុំមានរហូតដល់10លានបើឯងមានខ្ញុំសុកចិត្តបុលក្បាលដាច់ឲ្យលោកធ្វើជាកថាអូយបងកុំឆាវឆាវអីចុះបើសិនជាគេមានមែនពីមុនណាគេធ្លាប់ធ្វើជានាយកក្រុមហ៊ុនថាមិនត្រូវគេអាចមានលុយសំទុកក្នុងដៃមានខ្វាយយកស្អីបើតាមរបាយការណ៍ហិរញ្ញវត្ថុក្រុមហ៊ុនគេប្រាក់ខែក្នុងមួយឆ្នាំគេមានត្រឹមតែ4 ទៅ 10 ម៉ឺនមិនទាន់ទទួលបានប្រាក់ចំណេញផងត្រូវគេដកតំណែងបាត់ទោះជាគេលុកខ្លួនក៏មិនបាន10លានដែរគេគ្រាន់តែនិយាយអួតតែប៉ុណ្ណោះអ្នកទាំងពីរមិនជឿទៅឲ្យទៅចុះចាំមកឈរសាច់ចំអកគេទៀតមិនបានជាមនុស្សប្រភេទហ្នឹងមានលើលោកខ្ញុំគ្រាន់តែពិភាក្សាជាមួយបងថ្លៃឯងតើឯងតែសាស្អីត្រូវហើយគេត្រឹមតែជាមនុស្សខ្វាក់យកលោឯងពឹងសមត្ថភាពខ្លួនឯងវិញនិយាយអញ្ចឹងលោកឯងមានលុយ10លានមិនហ៊ានថាទេឡានផ្ទះបុកបញ្ចូលគ្នាមានប្រមាណលានដែរប្រមាណឆ្នាំនេះនៅតុងជើខ្ញុំមិនមែនប្រឡូកអស់ប្រយោជន៍ទេបើអញ្ចឹងដោយតែលោកនិយាយថាបើខ្ញុំគ្មានលុយ10លានលោកនឹងផ្ដាច់ក្បាលខ្លួនឯងឲ្យខ្ញុំធ្វើជាកថាខ្ញុំគិតថាមិនចាំបាច់ទេព្រោះអាហ្នឹងខ្ញុំលេបប្រាយូរហើយលុយ10លានអ្នកទាំងអស់គ្នាចេញពាក់កណ្ដាលបានហើយចេញពាក់កណ្ដាលរឿងអីត្រូវចេញពាក់កណ្ដាលរឿងអីហ៎ក៏តែហ៊ានសួរអញ្ចឹងទៀតហេតុអីថប់ការនោះគឺបងនឹងម៉ាក់ទីណាធ្វើឲ្យបែកបងក៏មានចំណែកខុសយ៉ាងម៉េចចង់ដោះខ្លួនមែនទេត្រូវហើយបើកុំតែឯងអូមីងទៅរឿងអីមីងធ្វើឲ្យបែកចំនួនលុយ10លានគឺឯងត្រូវចេញពាក់កណ្ដាលអត់ទេមើលពាក់កណ្ដាលបានហើយខ្ញុំគ្មានពេលស្ដាប់អ្នកទាំងអស់គ្នាជ្រុលគ្នាទេខ្ញុំទុកពេលឲ្យ1នាទីឆាប់ផ្ដល់ចម្លើយលុយនេះអ្នកទាំងអស់គ្នាសងឬក៏មិនសងលុយពួកខ្ញុំនឹងសងប៉ុន្តែព្រោះខ្ញុំសងពាក់កណ្ដាលសល់ពាក់កណ្ដាលទៀតទុកឲ្យពួកគេសងខ្លួនឯងឆាប់ផ្ដល់ចម្លើយឲ្យខ្ញុំមកអើយរឿងនេះអមមិញកែកូនថាប្តីជាប្រធានក្រុមហ៊ុនមានឡានមានផ្ទះថ្លៃរាប់លានយ៉ាងម៉េចឥឡូវនេះបានជារួញក្បាលរួញកន្ទុយលុយ5លានសោះចេញក៏មិនបានប៉ុន្តែឲ្យពួកគេចេញមុនទៅខ្ញុំចង់ដឹងថាមនុស្សខ្វាក់ម្នាក់នេះគេមានលុយឬអត់ត្រូវហើយចេញលុយមុនទៅលោកនេះជួយអីកុំរំពឹងលើគេអីឯងទៅយកប្លង់ដីមកយើងលុបផ្ទះចោលទោះបីដីតាមចាំថ្នល់ក៏ត្រូវតែសងគេ5លានដែរមិនចាំបាច់ទេអ៊ំប្រុសលុយនេះខ្ញុំជួយចេញចំនួនអរគុណលោកនាយកណាស់ថ្ងៃក្រោយខ្ញុំនឹងប្រឹងប្រែងរកលុយសងលោកវិញមិនបាច់ទេនាងនៅជាមួយខ្ញុំ3ឆ្នាំនេះចាត់ទុកថាបានធ្វើល្អលុយ5លានចាត់ទុកថាផ្ដល់ជារង្វាន់លើកទឹកចិត្តឲ្យនាងរង្វាន់លើកទឹកចិត្តភ័យកុំធ្វើខ្លួនឯងជាចកកន្ទុយធំកុំនៅរៀនរៃទៀតចាំមើលឯងគ្មានលុយចេញទេសៀវអ៊ីយកការតែពួកគេអើយចាប់ឲ្យបងគេពិតជាមានលុយមែនអើយនេះមិនមែនជាការធនាគារទេមិនមែនផងហ្នឹងខាងលើមានតែរូបភាពសុំបីតែលេខការក៏គ្មានមិនមែនជាការធនាគារពិតប្រាកដទេអាចង្រៃយកការខ្លាំងៗមកបន្លំយើងផងឯងបោកបានតែខ្មោចទេលោកនាយកកាត់មកច្រឡំទេដឹងអត់ខុសទេខ្ញុំមានតែកាត់មួយសន្លឹកបាទនិយាយហើយក៏ឲ្យជឿគេសោះប៉ុន្តែឯងមិនស្ដាប់ខ្ញុំនិយាយហើយថាវាគ្មានលុយច្រើនដល់ម្លឹងទេមិនបានជារូបបាយខ្ញុំដឹងថាជាការអ្វីទេបានជាបោះចោលនេះគ្រាន់តែជាការក្មេងលេងតែប៉ុណ្ណោះចំជាមនុស្សមានភ្នែកអបអរសាយមែននេះជាការលំដាប់ VIP របស់ស្ថានភាពយើងចាប់តាំងពីបើកដំណើរការមកដល់ពេលនេះមានតែចំនួន5សន្លឹកទេចំនួនទឹកលុយដែលត្រូវចំណាយក្នុងការដេកគឺ100លានថាម៉េច100លានហេតុអីលោកប្រធានកុំលេងសើចជាមួយខ្ញុំអីលោកគិតថាខ្ញុំជាមនុស្សលេងសើចទេអត់ទេគ្មានន័យចឹងទេលោកខាងនេះឲ្យខ្ញុំសុំទោសផងខ្ញុំមិនដឹងថាលោកជាភាពពិសេសសម្រាប់ស្ថានភាពខ្ញុំពិតជាសុំទោសដោយចិត្តស្មោះមែនមិនចាំបាច់គួរសមទេធ្វើតាមអ្វីដែលនិយាយគ្នាដកលុយពីក្នុងកាត5លានទៅទុកថាសងថោផ្កាដែលបែកដឹងហើយលោក
ធ្វើតាមអ្វីដែលនិយាយគ្នាដកលុយពីក្នុងការ5លានទៅទុកថាសងធប់ផ្កាដៃបែងដឹងហើយលោកធ្វើតាមសម្ដីគាត់ទៅជាការពិតទេខ្ញុំមិនយល់សពទេខ្ញុំពិតជាមិនដឹងមែនយល់សពស្អីទៀតខ្ញុំប្រាប់ហើយថាលោកនាយកមិនមែនជាមនុស្សធម្មតាទេប៉ុន្តែគ្មានអ្នកណាជឿខ្ញុំសោះលីឡាអត់ទេលោកនាយកពួកខ្ញុំរៀនសូត្របានតិចតួចមានកន្លែងណាដែលប៉ះពាល់ដល់លោកសង្ឃឹមថាលោកកុំទុកក្នុងចិត្តអីលោកនាយកក៏ចាខ្ញុំនេះគ្មានអីគួរនិយាយទេខ្ញុំសុខចិត្តសុំទោសណែអំប្រុសមិនចាំបាច់គួរសមទេខ្ញុំឃើញអ្នកតាពីបំរុងលក់ផ្ទះដឹងថាអ្នកតាពីមិនអាក្រក់ទេគ្រាន់តែចង់ឲ្យកូនស្រីរៀបការជាមួយបរិសុទ្ធល្អរស់នៅបានសេចក្តីសុខនឹងគេគួរឲ្យនៅទឹកចិត្តម្ដាយឪពុកចំណុចនេះខ្ញុំយល់ច្បាស់លោកនាយកគុណស្រ័យរបស់លោកខ្ញុំមិនអាចបំភ្លេចបានទេលោកនាយកអរគុណច្រើនខ្ញុំពិតជាអរគុណមែនទែនអរគុណដល់ចិត្តស្មោះអ្នកតាពីចង់ទៅណាពួកខ្ញុំចង់ទៅបន្ទប់ទឹកមែនទេបន្ទប់ទឹកតាមអ្នកតាពីចង់កាច់វេសៀវអ៊ីខ្ញុំខុសហើយខ្ញុំពិតជាដឹងខុសហើយបើដឹងខុសហើយសងលុយគេទៅសុំទៅបានប្រយោជន៍អីពួកខ្ញុំមានលុយមកពីណាធ្វើអញ្ចឹងដូចជាយកជីវិតពួកខ្ញុំហើយលោកប្រធានក្រែងនិយាយអួតថាមានឡានមានផ្ទះចូលគ្នាប្រហែលលាននោះឥឡូវនេះថាអត់លុយទៅវិញអញ្ចឹងដូចតែកំភ្លៀងខ្លួនឯងដែរឡាននៅផ្ទះមិនអាចប៉ះពាល់បានទេតើឲ្យពួកខ្ញុំទៅនៅឯណាចង់ទៅធ្វើការក៏ពិបាកដែរនាយកលីងខ្ញុំសំវរលោកជាមនុស្សល្អមានចិត្តមេត្តាជួយសងលុយខ្ញុំផងបានទេយ៉ាងណាលុយប៉ុណ្ណឹងនិយាយចំពោះលោកវាមិនមែនជារឿងធំដុំអីទេខ្ញុំជាមនុស្សនិយាយម៉ាត់ណាម៉ាត់នឹងដូច្នេះអ្វីដែលយើងបានសន្យាគ្នាហើយគួរតែធ្វើតាមពាក្យសន្យានោះបើអញ្ចឹងរឿងលុយកាក់អ្នកទាំងពីរសងខ្លួនឯងទៅហើយសៀវអ៊ីឯងមានតំណែងតំណងល្អជាមួយនាយកលីងឯងជួយវាស់គាត់ផងយ៉ាងណាពួកយើងជាបងប្អូននឹងគ្នាឯងមិនអាចឃើញស្លាប់មិនជួយទេឥឡូវទើបស្គាល់ថាបងប្អូនសាច់ញាតិហួសពេលហើយកុំចំណាយពេលអត់ប្រយោជន៍ប្រញាប់សងលុយមកបើមិនចឹងទេកុំបន្ទោសថាពួកខ្ញុំមិនចេះគួរសមខ្ញុំមិនសងពួកលោកអាចធ្វើអីខ្ញុំបានតាមមើលណានាងចង់លេងល្បីដាស់សន្តាគារយើងធ្វើខុសហើយចង់ដោះខ្លួនពីមុនមានកេងទទួលទានអាហារមិនឲ្យលុយថាតែមើលលទ្ធផលចង់ក្រោយយ៉ាងម៉េចលទ្ធផលយ៉ាងម៉េចអត់ពាក់ព័ន្ធជាមួយខ្ញុំទេអ្នកសុំទានដែលគ្មានដៃជើងនៅតាមផ្លូវបន្តិចទៀតគឺជាពួកគេហើយមនុស្សដូចជាពួកគេប្រហែលជាមានម្នាក់ទៀតហើយដែលនឹងចូលខ្លួនទៅកំដរគេកុំសោកស្ដាយនៅការសម្រេចចិត្តថ្ងៃនេះកុំពួកខ្ញុំសងទោះបីត្រូវលុបផ្ទះលុបឡានក៏ពួកខ្ញុំសងដែរចាប់ហើយលើកនេះចាប់គ្រប់យ៉ាងសមមកហើយលោកនាយករឿងថ្ងៃនេះអរគុណលោកមែនទែនអត់អីទេលុយ5លានមិនអស់ចាអ្វីទេខ្ញុំធ្លាប់បាននិយាយហើយទុកជារង្វាន់លើទឹកចិត្តដល់នាងលោកនាយកខ្ញុំមិនមែនសំដៅលើរឿងលុយទេអ្វីដែលខ្ញុំនិយាយរឿងលោកខ្លាញ់ខ្លួនធ្វើជាមិត្តប្រុសខ្ញុំរឿងនេះដូចជាជួយនាងមិនបានជោគជ័យទេលើកក្រោយបើមានស្ថានភាពដូចគ្នានេះយកល្អនាងរកមិត្តប្រុសពិតប្រាកដទៅទុកថាលងលោមឪពុកម្ដាយនាងលោកនាយកលោកពិតជាមិនមានចិត្តសម្រាប់ស្ដេចចចសូមគោរពស្ដេចចចក្រោកឡើងមានកាយទៀតហើយស្ដេចចចដល់ពេលវេលាត្រូវបើកថងទី2សៀវអ៊ីឆាប់យកថងមកបើកមើលចាលោកនាយកលោកនាយកជាយន់គុជមួយដុំយន់គុជយកខ្ញុំមើលលោកគ្រូក្រែងថាហត់ទៅវិញហើយម្យ៉ាងទៀតភ្នែកខ្ញុំមិនបានជាបើកបានគ្រាន់តែជារូបនិមិត្តរបស់គ្រូបន្សល់ទុកក្នុងយន្តគុជមិនមែនជារបស់គ្រូទេឯងអាចបើកភ្នែកបានដោយសារគ្រូចូលក្នុងពិភពវិញ្ញាណរបស់ឯងហើយណាការពិតគឺអញ្ចឹងទេពេលវេលាគ្រូនៅទីនេះមិនយូរទេដូច្នេះគ្រូនិយាយកាត់យន្តគុជដែលគ្រូទុកឲ្យឯងដំណាក់កាលសំខាន់អាចរក្សាជីវិតឯងបានឯងត្រូវដាក់តាមខ្លួនគ្រប់ពេលកុំប្រហែលឲ្យសោះលោកគ្រូតាំងពីលោកគ្រូឡើងទៅវិញខ្ញុំខ្លាំងលើគេហើយមិនចាំបាច់យន្តការពារខ្លួនឯងទៀតទេអាចកំបាំងទេវតាមិនអាចបង្ហាញទេឯងធ្វើតាមគ្រូទៅបាទលោកគ្រូលោកគ្រូលោកនាយកចាំមិនហ្នឹងខ្ញុំមិនអីទេអាឡូលេងឡើងមែនទេប៉ាគឺខ្ញុំមានកាយហ៎គ្មានអីទេប៉ាគ្រាន់តែចង់ជួបមុខឯងឡូប៉ាណែណាខ្ញុំទៅជួបប៉ានៅមណ្ឌលមនុស្សចាស់ខាងកើតក្រុងមណ្ឌលមនុស្សចាស់មិនបានប៉ាទៅមណ្ឌលមនុស្សចាស់តាកាចាស់ហ៊ានលុយយកទូរស័ព្ទយើងទៅប្រើផងតាមមើលយប់នេះឯងលែងចង់ស៊ីបាយហើយ
ป้าท่านหลังประหยัดยงเข้มแต่มันโดนมนุษย์จักขังการเกิด จ้าលោកនេះជួចាំខ្ញុំទៅជាមួយលោកដែរ มันไปทีเรื่องក្នុងគ្រួសារខ្ញុំនាងជាអ្នកក្រៅបតើដែរខ្ញុំខ្លាចពួកខ្ញុំខ្មាស់នាង អ្នកក្រៅឯងនៅក្នុងចិត្តរបស់លោកខ្ញុំគ្មានកន្លែងសម្រាប់ចូលទៅទេ ចាំខ្ញុំនៅទីនេះហើយរងចាំបញ្ជាខ្ញុំគ្រប់ពេល ចា ចាំខ្ញុំនៅទីនេះហើយរងចាំបញ្ជាខ្ញុំគ្រប់ពេល ចា អាមិនក៏មកធ្វើការប្រាប់មកធ្វើការមិនក៏មកធ្វើហ៎ហ៊ានលួចទូរស័ព្ទយើងខលទៅក្រៅផងអីចាំមើលឯងហ៊ានទៀតទេអាកចាំមិនព្រមងាប់នេះឯងឆាប់ក្រោកឡើងចាំមើលអូយអើយនេះអើយអើយនេះអាកចាខ្ញុំបដៅតែប្រហែលម៉ាត់អាមិនក៏មិនស្មាត់ថាដៃធ្ងន់បន្តិចហើយមើលទៅចិត្តស្លាប់ហើយមើលទៅចិត្តស្លាប់ហើយទៅដឹងធ្វើមិនទៅអើយអីយ៉ាធ្វើមិន ធ្វើស្អីរឿងអីត្រូវស្លាប់នោះប៉ាលីងឡាងប៉ានៅទីនេះលីងឡាងប៉ាយ៉ាងមិនហើយ អីអ្នកណាគេនឹង អ្នកណាបាយប៉ាដល់ថានេះពួកគេអូលីងឡាងឯងនៅមានឋានៈផ្សេងទៀតប៉ាខុសហើយប៉ាធ្លាប់មើលងាយឯងប៉ាទោះបីខ្ញុំមានឋានៈយ៉ាងណាប៉ានៅតែប៉ារបស់ខ្ញុំដដែលកុំតែប៉ាយកខ្ញុំទៅចិញ្ចឹមខ្ញុំប្រហែលជាមនុស្សដល់ថ្ងៃនេះទេឋានឡើងមើលថៃប៉ាខ្ញុំឲ្យបានល្អពួកគេនៅកន្លែងនេះត្រូវតែឈប់កំទេចចោលទាំងអស់ ចា អាឡូមិនស្មានតែឯងមានសមត្ថភាពគ្រាន់បើអាចធ្វើឲ្យនាងកាន់តែមានសម្រស់ស្អាតលីងហ្វៃមិនខុសទេគឺយើងស្រីឯងនៅក្នុងដៃយើងល្អឲ្យលឿនបន្តិចបើមិនចឹងទេគ្រប់គ្រងអារម្មណ៍នៃបានអាចនឹងធ្វើស្អីនាងក៏ថាបានឯងនៅកន្លែងណាប្រាប់មកវិឡាគ្រួសារយើង លោកប្តីប្រាវិធីនេះទៅរួចទេ ប្រកាសជាទៅរួចឲ្យតែប៉ុណ្្នឹងនាងឡបានឃើញរូបថតប្រកាសជាស្លាប់ចិត្តពីវាដល់ពេលនោះយើងមិនចាំឲ្យខ្លាចវាតទៅទៀតទេ ប៉ុន្តែមនុស្សខ្វាក់នោះធ្លាប់ធ្វើទាហានមានសមត្ថភាពមនុស្សធម្មតាអាចធ្វើអ្វីគេមិនបានក ុំបារម្ភអីបងបានចេញតែខ្លាំងមកយើងកុំខ្លាចវាអី បងនៅតែប្រកែកដដែល ឈិនស៊ូយ៉ាយ៉ាងមិនហើយក ុំព្រួយអីវារត់មិនរួចទេ បានបងទៅមើលសិន អេចង់ធ្វើអីឬមិនបងមានកំណត់អីទៅលើនាងខ្ញុំជាប្រពន្ធបងមិនត្រូវធ្វើអញ្ចឹងណាខ្ញុំទេ អើចេញបងចង់ធ្វើអីកុំមកចេះ អើយលីងហ្វៃមនុស្សអាក្រក់ លីងឡាងហើយលីងឡាងយើងមិនត្រឹមតែដណ្ដើមតំណែងឯងទេយើងដណ្ដើមស្រីឯងទៀតមួយជាតិនេះឯងនៅក្រោមជើងយើងរហូតអីណាស្រីខ្លាំងក្រោតបានតែយើងចូលចិត្តមកនៅស្ងៀមទៅនៅឲ្យស្ងៀមឈួតទេអីធ្វើចង្រៃអីទៀតយកដល់បងវាយយើងផងយ៉ាងម៉េចខ្លាំងក្រន់បើយកដល់បងវាយយើងខ្ញុំខុសហើយលើកក្រាបចំណៃហ៊ានហើយ បានចាំមកទៅហើយបំរើជាមួយគ្នាទៅចង់រត់ទៅណាពួកនេះទៅពីឆាប់ដោះសម្លៀកបំពាក់ទៅយ៉ាងម៉េចចង់ឲ្យយើងជួយដោះឲ្យមែនទេឯងឈប់ភ្លាមអាចង្រៃឯងនេះមកលឿនគ្រាន់បើលីងហ្វៃឯងមិនកែចរិតមែនពីមុនយើងយល់ថាធ្លាប់ជាបងប្អូននឹងគ្នាយើងលើកលែងឲ្យតែឯងមិនកែសូម្បីប៉ាក៏ឯងមិនរវល់មនុស្សមិនស្មោះត្រង់គ្មានគុណធម៌លើកនេះខ្ញុំមិនលើកលែងឯងទេយ៉ាងម៉េចតាកាចាស់នោះនិយាយប្រាប់ឯងយើងជាមនុស្សគ្មានគុណធម៌មិនស្មោះត្រង់តើយ៉ាងម៉េចឲ្យតែយើងមានលុយយើងចង់ធ្វើក៏បានយើងមិនខ្វល់នោះទេមនុស្សដូចជាឯងមិនសមរស់លើโลกនេះទេយ៉ាងម៉េចឯងចង់វាយយើងយើងមិនខ្លាចទេព្រោះយើងចេញតែខ្លាំងមកមនុស្សដែលលោកចង់ឲ្យខ្ញុំកំចាត់គឺជាវាមិនទេមិនខុសទេគឺវាស្មានថាអ្នកខ្លាំងពូកែមកពីណាតាមពិតគឺជាមនុស្សខ្វាក់ទេកុំមើលស្រាវាសោះវាមិនធម្មតាទេបើអញ្ចឹងចាំសាកមើលមិនធម្មតាដល់របៀបម៉េចហឺឯងក៏ជាអ្នកតាំងសិលដែរមែនទេមិនខុសទេគាត់បើតាមមើលយើងត្រូវបញ្ចេញសមត្ថភាពពិតហើយដល់វេនឯងម្ដងហើយបងប្រុសខ្ញុំជាប្អូនបងលើកលែងខ្ញុំទៅឯងប៉ះពាល់ដល់ភាពអត់ធ្មត់របស់យើងឯងគ្មានឱកាសទេ
ជាកំណត់របស់គេមិនពាក់ព័ន្ធនឹងខ្ញុំទេសូមវល់លើកលែងខ្ញុំទៅអើយសុយ៉ានាងមិនទេហ៎សុយ៉ាឯងស្លាប់ទៅសុយ៉ានាងយ៉ាងម៉េចហើយសុយ៉ាកុំបារម្ភអីខ្ញុំជួយនាងលោកគ្រូបន្តតាគុជដែលលោកគ្រូឲ្យខ្ញុំនាងច្បាស់ជាមិនទេសុយ៉ានាងមិនទេសុយ៉ានាងដឹកខ្លួនឡើងវិញហើយសុយ៉ានាងដឹកខ្លួនឡើងវិញហើយសុយ៉ាស្ដេចចោខ្ញុំនាំលោកម្ចាស់លីងទៅផ្ទះហើយមិនហើយខាងឡានដឹងថាយិនសិនប្រព័ន្ធឆ្នាំណាទេយិនសិនប្រព័ន្ធឆ្នាំស្ដេចចោត្រូវការយិនសិនប្រព័ន្ធឆ្នាំធ្វើអីទៅខ្ញុំចង់ព្យាបាលបំពុះកឲ្យសុយ៉ាយកវាមកធ្វើជាថ្នាំខ្ញុំទៅទទួលដំណឹងពីវិមានទេវតាថ្នាំលេខ1ក្រោមមេឃថ្ងៃស្អែកនេះរៀបចំលក់ថ្នាំនៅតុងជើប្រហែលជាទៅទីនោះអាចមានល្អស្អែកខ្ញុំទៅមើលនេះនៅទីនេះជួយមើលថែសុយ៉ាឲ្យខ្ញុំផងកុំឲ្យមានរឿងអីកើតឡើងចាខ្ញុំមានរឿងមួយចង់រាយការណ៍ទៀតនិយាយទៅលើថាអ្នកប្រធមគ្រួសារលីត្រូវគ្រួសារអភិជនទី1នៅរាជធានីឈ្មោះថាលីធានឈីក៏មកដល់តុងជើដែរគេមកតុងជើធ្វើអីមិនច្បាស់ទេតែលើថាលីធានឈីប្រហែលឆ្នាំនេះឧស្សាហ៍ថ្វាយសារចំពោះព្រះអង្គចង់ភ្ជាប់ចំណងមង្គលជាមួយនឹងព្រះនាងនីងឡជាប់ចំណងបើគេបានភ្ជាប់ចំណងជាមួយព្រះនាងខ្លាចជាខ្សែរាជវង្សដល់ពេលនោះក្នុងរាជការគ្រួសារលីធំតែម្នាក់ឯងហើយមែនហើយខ្ញុំយល់ថាគ្រួសារលីមានមហិច្ឆតាធំខ្លាំងណាស់ខ្ញុំមិនចូលចិត្តជំទាស់ក្នុងរាជការទេឲ្យតែមកប៉ះពាល់ដល់យើងចាំមើលស្ថានភាពសិនទៅចាអ្នកប្រុសកម្មវិធីលក់ឱសថរៀបចំដោយវិមានទេវតាថ្នាំនៅទីនេះឬថាជាថ្នាំដែលមានតម្លៃបំផុតជាយិនសិនប្រព័ន្ធឆ្នាំបើអញ្ចឹងជារបស់ល្អណាស់មានប្រសិទ្ធភាពថែសម្រស់ស្អែកជាឱកាសដ៏ល្អខ្ញុំចង់យកទៅថ្វាយព្រះនាងនីងឡព្រះនាងច្បាស់ជាសពតិខ្ញុំសូមនិយាយត្រង់អ្វីដែលអ្នកប្រុសធ្វើនេះខ្លាចតែមិនបានផលទេមិនក៏ថាអញ្ចឹងលើថាព្រះនាងនីងឡលួចស្រឡាញ់រៀមច្បងទី1ស្ដេចចកលីងឡើងមកពីតុងជើលើកនេះក៏ដោយសារតែគេដែរដូច្នេះហើយរឿងនេះខ្ញុំបានលើកដែរខ្ញុំមកតុងជើត្រូវតែយកព្រះនាងឲ្យបានបើលីងឡើងចង់ធ្វើជាស្ត្រីជាមួយខ្ញុំនឹងឲ្យគេដឹងអ្វីទៅពាក្យស្ដាយក្រោយលោកនាយកនាំខ្ញុំមកទីនេះធ្វើអីនេះជាកន្លែងលក់ថ្នាំតាលោកឈឺមែនទេខ្ញុំអត់ឈឺទេសូយ៉ាមានបញ្ហាបំពង់កខ្ញុំមករកថ្នាំឲ្យគេសូយ៉ានោះទៀតហើយពេលណាទៅខ្ញុំទទួលបានការយកចិត្តទុកដាក់អញ្ចឹងដែរកុំនិយាយច្រើនជួយរកយិនសិនប្រព័ន្ធឆ្នាំនេះណាចូលទៅក្នុងទៅដឹងហើយលោកនាយកទូទាំងអស់ខ្ញុំបានមើលសពគ្រប់ជ្រុងជ្រោយដូចជាគ្មានយិនសិនប្រព័ន្ធឆ្នាំនោះទេឬមួយគេទិញយកទៅបាត់ហើយមនុស្សខ្វាត់នេះដូចជាមានកម្លាំងអ្វីពិសេសមិនមែនមនុស្សធម្មតាទេអ្នកប្រុសគេជាស្ដេចចកលីងឡាងជាស្ដេចចកលោកនាយកពីអ្នកនៅខាងនោះដូចជាចម្លែកសំណឹងមើលលោករហូតឬមួយក៏គេស្គាល់លោកអាយ៉ាលោកគឺជាស្ដេចចកលីងឡាងត្រូវទេអូត្រូវហើយខ្ញុំបានលីធានឈីមកពីគ្រួសារលីរាជធានីល្បីឈ្មោះស្ដេចចកយូរហើយថ្ងៃនេះបានជួបពិតជាមិនធម្មតាមែនលីធានឈីមិនស្មានថាចាប់បានជួបមុខគ្នាសោះលោកថតដូចឈ្មោះខ្ញុំពិតជាមានកិត្តិយសខ្ញុំមែនចង់ដឹងថាលោកមកទីនេះមានកិច្ចការអ្វីដែរទេមកទិញយិនសិនប្រព័ន្ធឆ្នាំអូលោកក៏មកទិញយិនសិនប្រព័ន្ធឆ្នាំដែរចៃដន្យណាខ្ញុំក៏មកទិញយិនសិនដែរអញ្ចឹងលោកអាចទុកឲ្យខ្ញុំបានទេយើងល្អលោកកាត់ចិត្តកាត់ថ្លើមម្ដងទៅឲ្យមិនបានយិនសិនខ្ញុំទៅតែទិញឲ្យបានបើអញ្ចឹងទៅហើយពឹងលើសមត្ថភាពរៀងខ្លួនទៅស្ដេចចកកុំខឹងណាលោកនាយកលីធានឈីម្នាក់នេះមានបំណងមិនល្អនោះទេមិនអីទេកុំខ្វល់ស្វាគមន៍អស់លោកមកចូលរួមពិធីដាក់លក់ថ្នាំរបស់វិមានស្ដេចថ្នាំខ្ញុំជាម្ចាស់វិមានស្ដេចថ្នាំបច្ចុប្បន្នឈ្មោះយ៉ាងចិនម្ចាស់វិមានថ្នាំចុងក្រោយជាថ្នាំអ្វីទៅត្រូវហើយលោកកុំមកបច្ចាស់ប្រជែងយូរពេកឆាប់យកចេញមកបង្ហាញដើម្បីឲ្យពួកយើងឃើញផងអស់លោកកុំទះសាខ្ញុំនឹងបង្ហាញចម្លើយជូនអស់លោកនេះជាយិនសិនប្រព័ន្ធឆ្នាំជារបស់ប្រចាំវិមានស្ដេចថ្នាំថ្ងៃនេះយកមកបង្ហាញជាពិសេសក្នុងកម្មវិធីលោកម្ចាស់យ៉ាងខ្ញុំជូន30លានប្រគល់យិនសិនមកខ្ញុំមកចង់រាយយក30លានចង់ទិញយកអីខ្ញុំឲ្យ50លានពួកខ្ញុំឲ្យ80លានខ្ញុំឲ្យ100លាន1000លាន
យិនសិនប្រព័ន្ធឆ្នាំនេះខ្ញុំយកឲ្យបាននៅក្នុងកាតនេះមាន1000លាននេះយកទៅអធិស្ឋានយិនសិននេះដាក់តាំងបង្ហាញកុំថាឡើយ1000លានទោះបីឲ្យ100,000លានក៏ខ្ញុំមិនលក់ដែរគ្រាន់តែបង្ហាញតែមិនលក់មានន័យថាម៉េចឬមួយគ្រាន់តែយកមកបង្អួតលោកនាយកយិនសិនប៉ុនឆ្នាំនេះមិនលក់ទេគិតយ៉ាងម៉េចទៅមិនអីទេចាំគិតមើលសិនមិនមែនដើម្បីគ្រាន់តែបង្អួតទេរបស់ល្អកម្រមានបែបនេះសំខាន់ណាស់មាននិស្ស័យយកបានអញ្ចឹងលោកដឹងពាក្យមួយឃ្លាអ្នកណាហ៊ាននៅបាននិយាយមិនខុសទេវាមានទេវតាថ្នាំមិនមែនចេះតែដាក់ឈ្មោះទេខ្ញុំហ៊ាននិយាយថាឲ្យតែខ្ញុំនៅរស់តែដែរហ៊ានប៉ុនប៉ងមិនល្អសម្ដីធ្លោមែនរបស់ដែលប្រុសខ្ញុំចង់បានរឿងអីយកមិនបានឬលោកចង់តែដើមយកបើដឹងហើយហើយសមត្ថភាពប៉ុណ្ណឹងនិយាយមិនចេះខ្មាស់គេឯងចង់ងាប់ហើយអ្នកប្រុសសមត្ថភាពគេខ្លាំងជាងខ្ញុំទៀតបើអ្នកប្រុសចេញមុខប្រកាសជាមិនបានចំណេញទេដែលខាតកុំឆេវឆាវមួយយ៉ាងទៀតបើខំជាមួយពួកគេនៅពេលនេះវាមិនមានប្រយោជន៍សម្រាប់គ្រួសារលីទេលីថេនឈីបើគេមិនលក់គួរតែគោរពតាមគោលការណ៍គេទៅជាមួយពួកគេនៅពេលនេះវាមិនមានប្រយោជន៍សម្រាប់គ្រួសារលីទេលីថេនឈីបើគេមិនលក់គួរតែគោរពតាមគោលការណ៍គេទៅទៅវិញលោកវិចារខាងនេះអរគុណដែលចេញមុខជួយមិនគួរសមទេក្នុងរាយការណ៍លោកមានថ្នាំរាប់សិបប្រភេទកំពុងប្រឆាំងគ្នាធ្វើឲ្យលោកឈឺចាប់រាល់ថ្ងៃមានតែប្រើកម្លាំងធាតុសង្កត់ខ្ញុំនិយាយត្រូវទេរឿងនេះមិនបានជាលោកដឹងយកឡោលោកទៅនិយាយគ្នាសិនទៅអញ្ជើញមកតាមខ្ញុំមកមិនដឹងថាអ្នកទាំងពីរនាមតកូលអ្វីខ្ញុំតកូលលីងមានឈ្មោះមួយម៉ាត់គឺឡាងខ្ញុំឈ្មោះឈៀនសៀវអ៊ីលោកវិចារយ៉ាងខ្ញុំឆ្ងល់ណាស់ក្នុងខ្លួនលោកហេតុអីមានថ្នាំច្រើនមុខម្ល៉េះឬមួយលោកចេះតែហូបផ្ដេសផ្ដាស់វាមានទេវតាថ្នាំមានឈាមជាប់បន្តពីស្ដេចថ្នាំគេថាសិននំព្រោះថ្នាំរយមុខជាម្ចាស់វិមានចង់ដល់ពិសោធន៍ដែរដូច្នេះមិនមែនចេះតែហូបផ្ដេសផ្ដាស់ទេគឺត្រូវតែហូបឲ្យបានច្រើនការពិតគឺអញ្ចឹងសោះលោកលីងបើលោកចង់ដឹងជំងឺក្នុងរាងកាយខ្ញុំអញ្ចឹងលោកមានវិធីព្យាបាលមែនទេប្រកាសជាមានមិនមែនខ្ញុំបំភ័យលោកទេក្នុងខ្លួនលោកមានថ្នាំច្រើនមុខយ៉ាងនេះប្រៀបដូចជាគ្រាប់បែកកំណត់ពេលបើព្យាបាលមិនតាន់ពេលប្រហែលជារស់មិនផុតពីឆ្នាំនេះទេលោកលីងជួយខ្ញុំផងជួយខ្ញុំផងប៉ាប៉ាកំពុងធ្វើអីហ្នឹងពួកគេជាអ្នកណាមិនបានជាប៉ាលុតជាកុកដាក់ពួកគេម្នាក់នេះគឺលោកលីងប៉ាកំពុងសុំឲ្យគេជួយព្យាបាលប៉ាគេជួយព្យាបាលប៉ាកំលេចសាច់អីគេជាមនុស្សខ្វាក់ទេអ្នកណាលេងសាច់ជាមួយនាងលោកនាយកត្បិតតែគាត់មិនឃើញប៉ុន្តែគាត់ពូកែខ្លាំងណាស់ជំងឺអ្វីក៏អាចព្យាបាលបានខ្ញុំមើលទៅវ័យរបស់លោកនាយកលីងដូចជាមិនលើកខ្ញុំប្រហែលទេទោះបីជាវិជាពេទ្យគ្រាន់តែចេះតែទួយតែប៉ុណ្ណោះទេកុំខ្វះការគូសំលោកលីងម្នាក់នេះត្បិតតែនៅក្មេងតែសមត្ថភាពខ្ពស់ខ្លាំងណាស់ប៉ាបានពិសោធន៍រួចហើយគេដាក់សំដំអីប៉ាមែនទេមិនបានជាជឿជាក់គេម្លេះប៉ាខ្ញុំគឺជាម្ចាស់វិមានទេវតាថ្នាំឬវិជាពេទ្យចាត់ទុកថាខ្លាំងបំផុតលើគេសម្បីខ្លួនឯងក៏ព្យាបាលមិនបានគេអាចព្យាបាលប៉ាជាដែរទេបើតែវិជាពេទ្យម្ចាស់វិមានពូកែតែគាត់បង្វេងខ្លួនឯងខ្ញុំទៅមើលឃើញច្បាស់គ្រូពេទ្យមិនអាចព្យាបាលខ្លួនឯងកើតទេហេតុផលគឺងាយយល់យ៉ាងណាខ្ញុំមិនជឿលោកព្យាបាលប៉ាខ្ញុំបានទេបើលោកអាចព្យាបាលគាត់បានខ្ញុំនឹងនាងចង់ចាំម៉េចឬមួយចង់ប្រាប់ថានឹងរៀបការជាមួយនាយកខ្ញុំកូនស្រីខ្ញុំមិនទាន់រៀបការមកដល់ពេលនេះមិនទាន់រកបានគូបើលោកលីងមិនស្អប់ខ្ពើមទេខ្ញុំយល់ព្រមលើកូនឲ្យប៉ាខ្ញុំមិនរៀបការជាមួយគេទេណាមួយគេមិនទាន់ព្យាបាលប៉ាជាផងមិនបានជាប៉ាប្រញាប់លើកូនឲ្យគេអាចព្យាបាលប៉ានៅនាងជាឬអត់អ្នកនាងចាំមើលទៅល្អបើអញ្ចឹងខ្ញុំចាំមើលចង់ដឹងថាលោកមានសមត្ថភាពប៉ុនឬក៏អត់ឬមួយគ្រាន់តែជាអ្នកបោកប្រាស់គេទេលោកវិចារយ៉ាងលោកដើរមកនេះមកប៉ាលោកធ្វើឲ្យប៉ាខ្ញុំបើប៉ាខ្ញុំមានរៃការឡើងខ្ញុំមិនអត់ឲ្យលោកទេកុំអារម្មណ៍ប៉ានៅនាងមិនអីទេចេះតែថាគាត់ឡើងគាត់ជឿទៅហើយលោកមិនឃើញទេសៀវឈីកុំខ្វះការគួសមស្រួលខ្លួនពិតជាស្រួលខ្លួនណាស់ខានមានអារម្មណ៍បែបនេះយូរមកហើយប៉ានិយាយបានន័យថាម៉េចលោកលីងពិតជាពេលទេវតាមែនយ៉ាងចិនសូមកោតសរសើរលោកម្ចាស់សរសើរពេកហើយយ៉ាងម៉េចឥឡូវគួរតែជឿឲ្យមែនទេទោះបីជាលោកមានសមត្ថភាពព្យាបាលប៉ាខ្ញុំប៉ុន្តែខ្ញុំមិនរៀបការជាមួយលោកទេបើចង់តែដឹកខ្ញុំរៀបការតើទៅយកក្រែស្នែង8មកទទួលខ្ញុំហាពិតជាចង់រៀបការជាមួយលោកនាយកមែនទេលោកនាយកខ្ញុំមិនមែនអាចដើរយកអ្នកណាតាមចិត្តទេយ៉ាងហោចណាស់អ្នកនាងមិននៅក្នុងចិត្តគាត់ចាំបាញ់មិញលេងសើចជាមួយខ្ញុំហ៎ត្រូវហើយបើលេងសើចយ៉ាងម៉េចប៉ាលោកម្ចាស់យ៉ាង
ចង់ដឹងថាលោកអាចលក់យិនសិនប៉ុនឆ្នាំនេះបានឬអត់លក់អត់ទេយិនសិនប៉ុនឆ្នាំនេះមិនអាចលក់បានទេ មិនបានជាលោកធ្វើអញ្ចឹងលោកនាយកខ្ញុំជួយលោកអត់ប្រយោជន៍ហើយ យកច្រឡំលើខ្ញុំហើយខ្ញុំចង់មានន័យថាលោកលីងមានគុណចំពោះខ្ញុំយ៉ាងនេះរឿងអីខ្ញុំលក់ឲ្យគាត់គឺខ្ញុំចង់ជូនគាត់តែម្ដងលោកនាយកថ្នាំរងាស់រួចហើយស៊ូយ៉ាផឹកថ្នាំនេះទេលោកនាយកស៊ូយ៉ាផឹកថ្នាំនេះរួចហើយនិយាយបានមែនទេគួរតែគ្មានបញ្ហាអញ្ចឹងឆាប់ផឹកទៅចាំម៉េចមានអារម្មណ៍ចាំម៉េចដែរនិយាយបានអត់ខ្ញុំសំឡេងខ្ញុំស្ដាប់ឮសំឡេងខ្ញុំពិតជាអាចនិយាយបានមែនលោកនាយកគេពិតជានិយាយបានមែនតើប្រកែមែនស្ដេចចោនេះជាលិខិតអញ្ជើញចូលរួមពិធីថ្ងៃស្អែកព្រះនាងនាងឡឲ្យខ្ញុំចូលមកជួបលោកម្ចាស់ជាពិសេសមើលទៅគេចោលខ្ញុំទៅចូលរួមលោកនាយកគិតធ្វើយ៉ាងម៉េចពួកយើងគួរទៅទេលិខិតអញ្ជើញបញ្ជូនមកដល់បើមិនទៅដូចជាមិនផ្ដល់កិត្តិយសតែលោកមិនខ្លាចព្រះនាងនាងឡតោងទាមលោកទេហ៎ខ្លាចប៉ុន្តែត្រូវប្រឈមមុខចុះថ្ងៃស្អែកអ្នកទៅទៅចូលរួមពិធីជាមួយខ្ញុំក៏ទៅដែរមែនទេមែនហើយពួកយើងនាំស៊ូយ៉ាទៅជាមួយដែរដូច្នេះពេលព្រះនាងនាងឡមើលឃើញប្រកាសជាខឹងច្រឡោតខ្លាំងមិនអីទេថ្ងៃស្អែកអាចនិយាយឲ្យដាច់ស្រេចតែម្ដងទៅលីងហ្វៃស្អែកគេនេះមិនក៏មកលើកទូរស័ព្ទមិនដឹងថាកិច្ចការធ្វើយ៉ាងម៉េចទៅហើយទេលីងហ្វៃស្អែកគេនេះមិនក៏មកលើកទូរស័ព្ទមិនដឹងថាកិច្ចការធ្វើយ៉ាងម៉េចទៅហើយទេមានរឿងអីកើតឡើងទេដឹងតាមខ្ញុំយល់មិនគួរស្ដាប់តាមចបាយគេទេបើធ្វើបានសម្រេចមានអីតែបើមិនបានសម្រេចត្រូវអាខ្វាក់នោះដល់ដំណឹងទៅព្រះនាងនាងឡពួកយើងច្បាស់ជាមានរឿងធំហើយកុំអាននិយាយពេលមិនល្អក៏មិនរំអីទោះបីជាគេផ្ដល់ដំណឹងទៅព្រះនាងនាងឡមិនមានបញ្ហាទេបងនិយាយចង់បានន័យថាម៉េចបើតាមខ្ញុំដឹងវិធីជប់លៀងលើកនេះមានអ្នកខ្លាំងម្នាក់ចូលរួមអ្នកខ្លាំងមកពីខាងណាអភិជនទី1នៃរាជធានីគឺអ្នកប្រុសគ្រូសាលីឋានៈអ្នកអម្ចាស់លីធិនឈីទោះបីគេចូលរួមក្នុងពិធីជប់លៀងហើយនៅរឿងព្រះនាងរករឿងពួកយើងមានអីពាក់ព័ន្ធគ្នាបើតាមដឹងលីធិនឈីមកលើកនេះគឺសុំព្រះនាងរៀបការដល់ពេលនោះព្រះនាងនាងឡខ្លាយជាស្រីរបស់លីធិនឈីមានពេលណាចេញមុខជួបប្រុសផ្សេងមានរឿងចឹងផងហ៎ប្រកាសហើយមួយយ៉ាងទៀតខ្ញុំមកទីនេះគឺយកដំណឹងមកប្រាប់ថាស្អែកនេះទៅចូលរួមពិធីជប់លៀងជាមួយខ្ញុំថាម៉េចពួកយើងក៏អាចទៅចូលរួមបានដែរក្រៃគ្រួសារឈិនគ្មានសិទ្ធិទេអីគ្រួសារឈិនគ្មានសិទ្ធិទេប៉ុន្តែគ្រួសារជើខ្ញុំមានសិទ្ធិស្អែកអ្នកទាំងអស់គ្នាទៅជាមួយខ្ញុំចាំខ្ញុំនាំទៅមើលពិភពខាងក្រៅអាយ៉ាគ្រួសារជើពិតជាខ្លាំងមែនតើកូនស្រីខ្ញុំរៀបការបានមនុស្សល្អមែនហើយលោកប្តីបងល្អចំពោះខ្ញុំមែនល្អជាមនុស្សខ្វាក់នោះទៅទៀតល្អដែរតែម្ដងអាយយអ្នកប្រុសចាំមិនក៏មិនទាន់ឃើញមកបើគេមិនមកពួកយើងចូលមិនបានទេគួរតែចិត្តដល់ហើយកុំបង្ខំចាំសិនទៅមិនបានចំពោះគេមកឬមើលលេងហ្វៃបរាជ័យបាត់ហើយមិនបានចំពោះនាងនៅទីនេះដែរពេលនេះគួរតែខ្ញុំជាអ្នកសួរនាងទើបត្រូវដឹងថាថ្ងៃនេះជាថ្ងៃអីទេពួកនាងហ៊ានមកកន្លែងបែបនេះផងគ្រាន់តែជាពិធីជប់លៀងឬអីខ្ញុំមិនហ៊ានមកពិធីជប់លៀងគ្រាន់តែបាត់បង់ខ្ញុំប្រាប់ត្រង់ទៅចុះថ្ងៃនេះមានអ្នកអម្ចាស់លីធានឈីមកពីរាជធានីដើម្បីសុំព្រះនាងលេងឡរៀបការសុំរៀបការមិនខុសទេពេលមុនលោកដូចជាខេងអាំងណាដោយសារលោកអាងព្រះនាងលេងឡស្រឡាញ់លោកឥឡូវព្រះនាងលេងឡត្រូវរៀបការជាមួយអ្នកផ្សេងច្បាស់ជាលេងខ្វល់ជាមួយលោកដល់ពេលនោះលោកក្អេងក្អាងយ៉ាងម៉េចទៀតរៀបការមិនពាក់ព័ន្ធនឹងខ្ញុំទេចំណែកនាងថ្ងៃនេះបានចាំមកហើយខ្ញុំចង់សួរនាងបន្តិចមានអីសួរខ្ញុំមានការអីបើមិនថ្ងៃមុនស៊ូយ៉ាត្រឡប់ទៅគ្រួសារឈិនតែត្រូវគេលួចទៅឲ្យគ្រួសារលីងរឿងនេះតើនាងជាអ្នកធ្វើមែនទេលួចទៅគ្រួសារលីងស្អីខ្ញុំមិនដឹងទេត្រូវពួកខ្ញុំមិនដឹងអ្វីទេមែនទេស៊ូយ៉ានេះប្រាប់ខ្ញុំមកពួកគេក៏ឲ្យនាងទៅវិញត្រូវទេចាត់ទុកថាខ្ញុំសងគុណពួកគេលើកចំក្រោយវិញតិចចុះអត់ទេមិនពាក់ព័ន្ធពួកគេទេឯងនិយាយកើតមិនបានជាឯងនិយាយកើតហេតុអីបានជាទៅជាអញ្ចឹងប្រកាសជាលោកនាយកខ្ញុំប្រកាសហើយជួយព្យាបាលបំពង់កគេឲ្យជាបានហើយមិនបាញ់និយាយជាមួយគេច្រើនទេតោះទៅយើងគេបង្ហាញលិខិតអញ្ជើញមិនបានជាគេមានលិខិតអញ្ជើញចូលអាយ៉ាម្ដងនេះខាត់បងធំហើយខាត់បងស្អីមីកូនចិញ្ចឹមនឹងឥឡូវមិនត្រឹមតែស្រស់ស្អាតជាងមុនថែមទាំងនិយាយរួចទៀតបើសិនជារកគូសកលឲ្យវាម្ដងទៀតដាច់ខាត់មិនលក់ចូលក្នុងតម្លៃនឹងទេតែឥឡូវនេះដូចជាប្រគល់ឲ្យអាខ្វាក់នោះទៅហើយនេះមិនអីទេ
ចាំពេលប្រនាងninhឡរៀបអភិសេកយើងរកបច្ចុប្បន្ននាំវាចេញមកវិញដល់ពេលនោះជឿថាខាងប្រុសមិនហ៊ាននិយាយអ្វីទេតាមផ្លូវស្ទែបន្តិចអ្នកទាំងអស់គ្នាចាំយូរហើយអត់ទេដូចជាចាំមិនយូរទេតោះខ្ញុំនាំអ្នកទៅបីចូលក្នុងកន្លែងអង្គុយយើងទីនេះចាំជាសត្រូវផ្លូវចង្អៀតមែនមិនបានជាពួកគេអង្គុយកន្លែងហ្នឹងលោកប្តីខ្ញុំមិនចង់អង្គុយជាមួយពួកគេទេឆាប់ជួយបដូរកន្លែងភ្លាមទៅប៉ុន្តែកន្លែងអង្គុយកំណត់រួចហើយមិនអាចបដូរសាច់ចិត្តទេបើយើងឲ្យពួកគេថយចេញទៅទុកកន្លែងឲ្យពួកយើងនេះបដាចង់ចេញពួកលោកជាអ្នកចេញទៅពួកនេះកុំចេះតវ៉ាខ្ញុំប្រាប់ពួកឯងថ្ងៃនេះមិនដូចពីថ្ងៃមុនទេពួកយើងលែងខ្លាចពួកឯងហើយមិនខ្លាចពួកខ្ញុំអ្នកណាជាអ្នកខ្នំបងឯងកុំខ្វល់ថាអ្នកណាជាខ្នំបងឯងជារួមថ្ងៃនេះយើងត្រូវតែបកគលកន្លែងអង្គុយភ្លាមពុំនោះទេកុំបន្ទោសខ្ញុំមិនគួរសមអាយ៉ាខ្ញុំខ្លាចមែនតើអញ្ចឹងនាងសាប៉ាន់តិចទៅមើលអ្នកណាជជែកគ្នាលោឡាទីនេះស្ដាប់ទៅសមទេអីយ៉ាលោកចបាយក្រុងស៊ីធ្វើឲ្យភ្ញាក់ផ្អើលដល់លោកម្ចាស់ឲ្យខ្ញុំសុំទោសផងភ្ញាក់ផ្អើលដល់ខ្ញុំវាមិនទេតែភ្ញាក់ផ្អើលដល់ព្រះនាងនីងឡអ្នកណាក៏មិនអាចការពារបានដែរបាទលោកចបាយក្រុងអប់រំត្រូវណាស់លោកចបាយក្រុងពួកខ្ញុំមិនមែនឆ្លុះគ្នានៅទីនេះទេពួកខ្ញុំគ្រាន់តែជួយដោះទុកកង្វល់ដល់លោកចបាយក្រុងរឿងអីលើថាពិធីជប់លៀងថ្ងៃនេះមានអ្នកអម្ចាស់មកពីរាជធានីចូលរួមពិធីដែរពិតជាទទួលដំណឹងលឿនមែនអ្នកអម្ចាស់បន្តិចទេមកដល់ហើយអញ្ចឹងខ្ញុំសូមដាស់តឿនលោកចបាយក្រុងបន្តិចឆ្លៀតពេលអម្ចាស់មិនទាន់មកដល់បញ្ញាប់ដេញពួកគេចេញទៅក្រៅទៅហេតុអីខ្ញុំឮថាអ្នកអង្គម្ចាស់មកលើកនេះដើម្បីសុំព្រះនាងនីងឡរៀបការមនុស្សខ្វាក់ម្នាក់នេះពីមុនជាមនុស្សក្នុងប្រទេសរបស់ព្រះនាងពួកគេជាសត្រូវស្នេហាហើយអូមានរឿងចឹងផងត្រូវហើយលោកចបាយក្រុងខ្ញុំអាចធ្វើសាក់សីក៏ធ្វើសាក់សីដែរគេនិយាយថាសត្រូវជួបមុខគ្នាមើលមុខគ្នាមិនចំប្រយ័ត្នដល់ពេលនោះអ្នកអង្គម្ចាស់ខឹងច្រឡោតលទ្ធផលចុងក្រោយគ្មានអ្នកណាទទួលបានទេប៉ុន្តែខ្ញុំមានអារម្មណ៍ថាអ្នកទាំងអស់គ្នាដូចជាបញ្ជាខ្ញុំលោកចបាយក្រុងពួកខ្ញុំមិននឹងហ៊ានបញ្ជាលោកទៅអត់ត្រូវឲ្យលោកចបាយក្រុងទោះបីឲ្យខ្ញុំមានប្រមាណ100ក៏ខ្ញុំមិនហ៊ានដែរមែនហើយត្រូវឲ្យលោកចបាយក្រុងទោះបីឲ្យខ្ញុំមានប្រមាណ100ក៏ខ្ញុំមិនហ៊ានដែរមែនហើយប៉ុន្តែគេអាចធ្វើឲ្យពាណិជ្ជប្រតិមើលទៅមិនមែនជាមនុស្សធម្មតាទេអត់ទេគេគ្រាន់តែជាមនុស្សខ្វាក់មិនស្មើនឹងមនុស្សធម្មតាផងយ៉ាងច្រើនជាមនុស្សឲ្យស្រីចិញ្ចឹមទេពីមុនគេជានាយកលីងធានគ្រប់តែសពថ្ងៃត្រូវគេដកតំណែងចោលបាត់ហើយមិនខុសទេពិតជាអញ្ចឹងមែនលោកចបាយក្រុងលោកម្ចាស់នៅទីនេះជាមនុស្សមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅតុងជើលោកប្រកាសជាស្គាល់គេច្រើនជាងខ្ញុំលោកមើលគេទៅលោកស្គាល់គេឬក៏អត់គេអត់ស្គាល់ទេលោកនាយកពួកគេនិយាយគ្នារឿងអីខ្ញុំមានអារម្មណ៍ថាមានបញ្ហាមិនអីទេកុំខ្វល់អីបើលោកចបាយក្រុងមិនស្គាល់ផងបញ្ជាក់ថាគេគឺជាមនុស្សមិនល្បីគ្មានអ្វីគួរឲ្យខ្លាចទេបើអញ្ចឹងខ្ញុំជឿឯងម្ដងទៅចុះពួកឯងប្រហែលអ្នកប្រញាប់ចាក់ចេញទៅសំអាងអីបានចរិតពួកខ្ញុំចេញទៅវិញសំអាងអីហ៎សំអាងលើគាត់ជាម្ចាស់កម្មវិធីថ្ងៃនេះសំអាងគាត់គឺជាចបាយក្រុងនៅតុងជើណាបើលោកចបាយក្រុងក៏មិនស្គាល់ដែរតាមមើលពួកឯងគ្រាន់តែជាមនុស្សតូចតាចគ្មានអំណាចបុណ្យស័ក្តិក្រែងឯងក្អេកក្អាងណាស់ហីចាំមើលក្អេកក្អាងដល់ណាទៀតទៅលោកចបាយក្រុងមានរឿងអីយកច្រឡំទេដឹងហេតុអីបានជាចង់ដេញពួកខ្ញុំចេញទៅវិញមានច្រឡំអីទេកុំនិយាយច្រើនប្រញាប់ថយចេញទៅលោកនាយកគិតចាំមិនទៅស៊ីហុងលោកច្បាស់ឲ្យចង់ដេញខ្ញុំចេញក្រៅថ្លាមធំឯនេះនិយាយជាមួយលោកចបាយក្រុងចឹងផងលោកនាយកពួកគេជាមនុស្សមិនគ្រប់លោកទេអ្នកយាមឆាប់ដេញពួកគេចេញទៅមនុស្សខ្វាក់លោកមិនចង់រស់ទេអីសំបីមនុស្សលោកចបាយក្រុងក៏អាចហ៊ានវាយដៃល្អមិនស្មានតែឯងមានសមត្ថភាពគ្រាន់បើប៉ុន្តែមនុស្សកាន់តែមានសមត្ថភាពកាន់តែកេងក្អាងបន្តិចទៀតឯងត្រូវលះបង់តម្លៃធ្ងន់ធ្ងរចំពោះអំណួតរបស់ឯងបញ្ញាប់នាំក្រុមការពារចេញមកឯងហ៊ានធ្វើឲ្យលោកចបាយក្រុងខឹងចាប់ហើយឯងចាប់មិនខានទេគ្មានអ្នកណាអាចជួយឯងបានទេតាមមើលទៅគេមានអំណួតឡើងទម្លាប់ទៅហើយគិតថាអ្នកណាក៏អាចធ្វើតាមចិត្តឥឡូវដល់ធ្លាក់ខ្លួនបែបនេះក៏ដោយសារអំណួតខ្លួនឯងសំមុខហើយមីកូនចង្រៃមិនឆាប់មកភ្លាមតែអញ្ចឹងងាប់ជាមួយគេមែនទេអត់ទេខ្ញុំចង់នៅជាមួយគាត់ម៉ាមើលវាទៅកុំខ្វល់នឹងវាបានឯងជ្រើសរើសខ្លួនឯងទេតែទៀតកុំយកមកអោបជើងយើងលោកនាយកស្ថានភាពដូចជាមិនសូវល្អទេបញ្ញាប់ហៅឋានឡានមកទៅលោកម្ចាស់ឋានឡានបើគ្មានពនាងឬមួយក៏គិតថាគេនៅតែការពារឯងបានមែនហើយពីមុនលោកម្ចាស់ឋានឡានការពារគេដោយសារតែព្រះនាងនីងឡស្រឡាញ់គេឥឡូវនេះអ្នកស្គាល់កលៈទេសៈទៅជាអ្នកខ្លាំងលោកម្ចាស់ឋានឡានមិនអាចប៉ះពាល់អ្នកអង្គម្ចាស់និងចបាយក្រុងដើម្បីការពារមនុស្សខ្វាក់ម្នាក់នេះទេខ្ពើមណាស់កុំនិយាយប្រេះផ្ដាស់នៅទីនេះបន្តិចទៀតឋានឡានមកដល់ពួកឯងល្អមើលមិនខានល្អបើអញ្ចឹងយើងចាំមើលអ្នកណាធ្វើឲ្យអ្នកណាល្អមើលទៅលោកម្ចាស់ឋានឡានចេញមកដល់នឹកដល់ដល់ហាមដល់មែនលោកម្ចាស់ឋានឡានចេញមកដល់ហើយចាំមើលធ្វើឲ្យពួកនេះអស់ចិត្ត
លោកម្ចាស់ឋានឡើងចេញមកដល់មិនបានចេញទទួលសូមអភ័យទោស ស៊ីហុងខ្ញុំលើថាលោកហៅអ្នកការពារមកមែនទេបើអញ្ចឹងមានរឿងអីឬមួយមានគេបង្ករឿងក្នុងពិធីហើយលោកម្ចាស់ឋានឡើងនិយាយត្រូវគេពិតជាបង្ករឿងមែនអ្នកណាជាមនុស្សដែលលោកម្ចាស់ស្គាល់បំផុត មែនហើយម្នាក់នោះក៏លោកម្ចាស់ស្គាល់ដែរ កុំកាច់កងវែងឆ្ងាយឆាប់ប្រាប់មកតើអ្នកណាគឺអាខ្វាក់ម្នាក់ឈ្មោះថាលីឡាងនេះមែនហើយគឺលីឡាងគេហ៊ានវាយមនុស្សរបស់លោកចបាយក្រុងចាំជាថ្លឹងធំមែនតើលីឡាងច្បាស់ហើយហ៎ ច្បាស់ហើយច្បាស់ 100% លោកចបាយក្រុងតើជាការពិតទេ ខ្ញុំមិនដឹងឈ្មោះគេអ្វីទេប៉ុន្តែគេជាមនុស្សខ្វាក់មែនគេវាយមនុស្សរបស់ខ្ញុំដួលទាំងអស់ លោកម្ចាស់ឋានឡើងកុំខ្លាចអីផុតថ្ងៃនេះទៅព្រះនាងninhឡលែងខ្វល់នឹងមនុស្សខ្វាក់នេះទៀតហើយលោកម្ចាស់មិនបាច់ទុកមុខឲ្យគេទៀតទេខ្ញុំទុកមុខឲ្យគេនាងហ៊ាននិយាយមែនខ្ញុំនិយាយអីខុសហ៎ថយចេញ លោកម្ចាស់ឋានឡើងមានបញ្ហាអីមិនបានជាខឹងខ្លាំងយ៉ាងនេះ ខ្ញុំឲ្យពួកឯងថយចេញស្ដាប់មិនបានទេចេញពួកខ្ញុំចេញហើយខ្ញុំឋានឡើងសូមគោរពស្ដេចចចក ក្រោកឡើងលោកម្ចាស់ឡានທາງហៅគេថាម៉េច ខ្ញុំហៅថាស្ដេចចចកមានបញ្ហាអី គេជាស្រេចតកូលផ្សេងដែលព្រះអង្គតែងតាំងជាប់ក្នុងប្រវត្តិសាស្ត្រមែនទេ បើដឹងរឿងហើយមិនបាច់ឆាប់លុតជង្គង់ចុះ ខ្ញុំបាត់ស៊ីហុងសូមគោរពស្រេចចចកពីដំបូងខ្ញុំប៉ះពាល់សូមលោកម្ចាស់កុំប្រកាន់កុំចាប់កំហុសមនុស្សតូចតាចដូចជាខ្ញុំអីក្រោកឡើងអរគុណស្រេចចចក មិនអាចទេមិនបានជាគេហៅថាស្ដេចចចកអីទៅវិញលោកម្ចាស់ឋានឡើងលោកម្ចាស់ច្រឡំទេដឹង ត្រូវហើយគេគ្រាន់តែជានាយកដែលត្រូវគេដោះចេញអមិនបានខ្លាចទៅជាស្រេចចចកទៅវិញ ពួកលោកមានភ្លេចអត់ប្រស្រីកងកែក្នុងអត់ដូចពួកឯងនេះមិនអាចដឹងថាលោកនាយកលីងប្រកែប៉ុណ្ណាទៅនាយកលីងរបស់លីងធានគ្រប់គ្រាន់តែជាឋានៈតូចតាចបំផុតរបស់គាត់ទេឬមួយមានអ្នកណាសង្ស័យលើខ្ញុំទៀត អត់ទេរឿងអីពួកខ្ញុំសង្ស័យលោកម្ចាស់ ចឹងមិនក៏មិនឆាប់លុតជង្គង់ សូមគោរពស្រេចចចក អើយតាមពិតពួកខ្ញុំចូលច្រឡំរហូតមកខ្ញុំពិតជាល្ងងមិនបានជាខ្ញុំល្ងងចឹងខ្ញុំសុកចិត្តបោះចោលកូនប្រសានដើកមាសមិនបានជាខ្ញុំមើលមិនដឹងខ្ញុំជាមនុស្សល្ងងមែនតើ បើគេជាស្រេចចចកខ្ញុំចាប់ហើយ លីឡាងអត់ទេស្ដេចចចកខ្ញុំគ្រាន់តែល្ងងមកពេលសំវដោះលែងឲ្យខ្ញុំទៅ ល្ងខ្ញុំគិតថានាងមិនល្ងទេផ្ទុយទៅវិញនាងជាមនុស្សឆ្លាតក្នុងចំណោមមនុស្សប៉ុន្តែគេហៅថាតម្រេចជីកឯងមនុស្សស្រីដូចជានាងរស់នៅមួយថ្ងៃគឺជាគ្រោះមួយថ្ងៃឋានឡើង ចាលោកម្ចាស់ ខ្ញុំសង្ស័យពួកគេមានពាក់ព័ន្ធជាមួយនឹងរឿងសិនស៊ូយ៉ាវត្រូវគេចាប់ចម្រិតចាប់ពួកគេរងចាំសួរចម្លើយ ចាស៊ូយ៉ាវពួកយើងជាបងប្អូននឹងគ្នាសំវជួយខ្ញុំផងទៅណាខ្ញុំធ្លាប់ជួយអ្នកទាំងអស់គ្នាច្រើនលើកហើយម្ដងនេះខ្ញុំជួយមិនបានទេឆាប់នាំគ្នាចាញ់ទៅស្ដេចចចកទៅជួយខ្ញុំផងស្ដេចចចកសំមកហើយ ជីវិតខ្ញុំផងស្ដេចចចកមនុស្សទាំងអស់ឆាប់ចេញពីទីនេះឆាប់ចេញទៅនៅដល់ណាទៀតលីធានឈីមិនខុសទេគឺខ្ញុំយើងជួបមុខគ្នាទៀតហើយថ្ងៃនេះដូចជាមានកម្លាំងខ្លាំងណាស់តាមមើលគ្មានបំណងល្អទេក្នុងពិធីលួចថ្នាំឯងបាយកូនចៅយើងឲ្យរបួសថ្ងៃនោះឯងនឹងចាំបានទេនិយាយអញ្ចឹងថ្ងៃនេះឯងមកសងសឹករកឯងសងសឹកជារឿងបន្ទាប់បន្សំគោលបំណងសំខាន់ថ្ងៃនេះចង់បានព្រះនាងនីងឡព្រះនាងយាងមកដល់ ខ្ពើមណាស់ខ្ញុំមិនរៀបការជាមួយលោកទេលីធានឈីលោកពិតជាមិនចេះខ្មាស់គេលោកតាមខ្ញុំព្រះរាជធានីមកដល់តុងចៅទៀតខ្ញុំប្រាប់ហើយខ្ញុំមិនស្រឡាញ់លោកទេទោះបីលោកតាមខ្ញុំយ៉ាងណាក៏ដោយមួយជីវិតខ្ញុំស្រឡាញ់តែលីងឡាំងម្នាក់គាត់ ល្អព្រះនាងនិយាយខ្លួនឯង ខ្ញុំជាអ្នកនិយាយតែលោកចង់យ៉ាងម៉េច បើអញ្ចឹងខ្ញុំមានតែពាក់មុខយ៉ាដាស់ហើយប្រាប់ព្រះនាងហើយខ្ញុំយកព្រះនាងមិនមែនព្រោះតែខ្ញុំស្រឡាញ់ទេខ្ញុំគ្រាន់តែចង់ពឹងពាក់ព្រះនាងដើម្បីយកអំណាចបានច្រើនជាងនេះ ខ្ញុំដឹងអញ្ចឹងហើយទោះជាស្លាប់ក៏ខ្ញុំមិនស្រឡាញ់លោកដែរ មិនស្រឡាញ់ខ្ញុំអញ្ចឹងខ្ញុំនឹងឲ្យពួកគេស្លាប់ទាំងអស់ លីធានឈីលោកឈួតស្អីហ្នឹងគាត់និយាយប្រេះផ្ដាស់ ដែលក្រោមមេឃនេះកុំខ្លាចជារបស់គ្រូសាលីសម្រាប់ពេលនេះឬពេលក្រោយដូចតែគ្នាទេបើព្រះនាងមិនព្រមស្រឡាញ់ខ្ញុំទេអញ្ចឹងខ្ញុំសម្រាប់តាំងព្រះនាងទៀត ខ្ញុំត្រូវមើលលោកមានសមត្ថភាពឬអត់ មានសមត្ថភាពឬអត់សាមើលទៅដឹងហើយលោកស៊ីបាទលោកម្ចាស់សម្រាប់វាទៅកុំទុកសំបីតែម្នាក់បាទ ឯងហ៊ានទេ ហ៊ានមិនហ៊ានសាមើលទៅដឹងហើយយើ ខ្ញុំគ្មានសមត្ថភាពធ្វើឲ្យលោកម្ចាស់ខ្មាស់គេ មិនអីទេនាងទៅសម្រាប់ខាងក្រោយសិនទៅតាមមើលមានតែខ្ញុំចេញមុខដោយផ្ទាល់ហើយទៅបាន អាមេសកានេះលីឡាប្រយ័ត្នខ្លួនអាក្រោះរបស់គេអាចបង្កើនកម្លាំងធាតុគេជា3 ប្រ ភាគ យ័ត្នក៏អត់ប្រយោជន៍យើងហាត់ដល់កម្រិតទេវតាមានអាវក្រោះមាសការពារខ្លួនអាចនិយាយបានថា
ក្រមទេវតាយើងគ្មានសត្រូវបើចង់ដឹងសាកមើលទៅល្អណាស់គ្មានគូសត្រូវបើអញ្ចឹងឲ្យខ្ញុំសាកមើលបន្តិចអញខ្លាំងប៉ុណ្ណាតាមមើលទៅទើបចម្បាំងលេខ1របស់តាសៀមានតែប៉ុណ្្នឹងទេសូម្បីគ្រឿងការពារក៏យើងវាយបែកដែរយើ លោកនាយកចាំមិនហើយលីឡាងចាំមិនហើយលោកនាយកចាំមិនហើយយើងប្រាប់ឯងហើយឯងមិនមែនជាដៃគូយើងទេថ្ងៃនេះមានតែផ្លូវស្លាប់ប៉ុណ្ណោះមែនទេឯងចង់ធ្វើអីលោកគ្រូស្ថានភាពគ្រោះថ្នាក់ខ្ញុំប្រហែលជាមិនអាចចាំដល់បើកខំទី3ទេថ្ងៃនេះខ្ញុំត្រូវតែបង្ខំចិត្តបើកភ្នែកឯងជាខ្មោចមកពីណាវិវហើយលោកនាយកលោកចាំមិនហើយលោកនាយកលោកចាំមិនហើយឆាប់មកវិញគេត្រូវបិសាចចូលហើយអ្វីក៏គេស្ដាប់មិនចូលដែរហើយមិនចេះស្ដាប់ភាសាយើងទៀតកុំឯងធ្វើបាបគេឈួតទេថយចេញទៅលីឡាងបងចាប់ខ្ញុំមិនបានទេគឺខ្ញុំគឺអាយ៉ាវបងចាំមិនបានទេបងបានខ្លួនហើយលីឡាងលីឡាងលោកនាយកចាំមិនហើយលីឡាងមិនអីទេលីឡាងកុំមកភ័យខ្ញុំណាលីឡាងលោកនាយកឆាប់ឡើងខ្លួនឡើងខ្ញុំមិនអីទេលោកនាយកឆាប់ឡើងខ្លួនឡើងលីឡាងកុំមកភ័យពួកខ្ញុំអីស៊ូយ៉ាអរគុណអូនហើយផ្នែករបស់លោកជាហើយមែនហើយផ្នែកខ្ញុំជាហើយលោកជាអ្នកណាខ្ញុំឈ្មោះ Fulanker មកពីវិមានប្រជុំទេវតាអំណាចទី1នេះសមុទ្រវិមានប្រជុំទេវតាមិនខុសទេខ្ញុំជាអ្នកការពារនៅវិមានប្រជុំទេវតាទទួលបញ្ជាពីអាវទីងស្ដេចទេវតាយកចំនួនមកជូនខ្ញុំដឹងថាលោកមិនសប្បាយចិត្តលោកអាចសម្លាប់ខ្ញុំពេលណាក៏បានតែខ្ញុំជឿថាលោកមិនមែនជាដៃគូខ្ញុំទេខ្ញុំជឿថាលោកមកទីនេះមិនមែនគ្រាន់តែចោលប្រកួតទេស្ដេចទេវតារបស់ខ្ញុំឲ្យខ្ញុំមកប្រាប់លោក3ខែក្រោយវិមានប្រជុំទេវតាវាយលោកចូលតាសៀហើយដល់ពេលនោះឲ្យទីងចាំលោកទៅជើងភ្នំជើងជីងស្ដេចចោឲ្យគេទៅវិញទៅបែបហ្នឹងហ៎សម្រាប់គេមានប្រយោជន៍អីគេគ្រាន់តែជាអ្នកការពារតូចតាចប៉ុណ្ណោះសត្រូវពិបាកគឺវិមានប្រជុំទេវតានៅពីក្រោយគេរឿងវិមានប្រជុំទេវតាវាយតាសៀមិនមែនជារឿងតូចតាចខ្ញុំត្រូវប្រញាប់ទៅរាជធានីវិញដើម្បីយករឿងនេះទទួលប្រាប់បិតាត្រូវហើយទៅវិញត្រូវបង្ហាត់កងទ័ពស្ដេចចោឲ្យបានល្អដើម្បីត្រៀមធ្វើសង្គ្រាមកូនសិស្សនៅពេលឯងឃើញសមុទ្រនេះបញ្ជាក់ថាភ្នែកឯងត្រឡប់ទៅសភាពដើមវិញហើយតាមពិតវិធីជួយភ្នែកឯងមិនមែនស្ថិតនៅលើថង់ប្រាក់ទៅ3ទេវាស្ថិតនៅលើក្តីស្រឡាញ់អាចយកឈ្នះការលំបាកគ្រប់បែបយ៉ាងនាំសុភមង្គលនិងពលិជីវិតដល់ឯងដូច្នេះបើបានក្តីស្រឡាញ់នេះហើយត្រូវតែចេះរក្សាទុកកុំឲ្យបាត់បង់នាងអរគុណលោកគ្រូខ្ញុំគិតថាបានក្តីស្រឡាញ់ជាកម្មសិទ្ធិខ្ញុំហើយស៊ូយ៉ាបងនៅជាមួយអូនអស់មួយជីវិតអូនព្រមមិនបានខ្ញុំមិនព្រមក្រែងប៉ានីទៅរាជធានីវិញហើយត្រូវហើយត្រូវតែត្រឡប់មកវិញទុំកុំយល់ថាប៉ានីមិនគួរមកវិញទេមកខ្ញុំមិនមកវិញអ្នកទាំងពីរឯងនឹងក្បត់ខ្ញុំសូម្បីតែកូនក៏មានជាមួយគ្នាដែរនិយាយតែផ្ដាស់មិនខ្វល់ទេខ្ញុំក៏ចង់នៅជាមួយលោកដែរលើកនេះទោះបីជាលោកថាមិនក៏ដោយខ្ញុំមិនទៅណាឆ្ងាយពីលោកទេឈប់សិនខ្ញុំក៏ចង់នៅជាមួយលោកនាយកដែរ